យ៉ាយ៉ាអញនេះជាមនុស្សគ្មានបេះដូងតែបាត់ដល់តែ8ឆ្នាំកាលនៅប៉ាម៉ាក់ខ្ញុំស្លាប់ខ្ញុំក៏ធ្លាក់ចូលទៅក្នុងទុក្ខសោកយ៉ាងខ្លាំងពូនឹងមេងក៏បញ្ជូនខ្ញុំទៅបរទេសដើម្បីបន្ធូរអារម្មណ៍ខ្ញុំក៏បានចំណាយពេលយូរណាស់ដែរទើបអញធ្វើខ្លួនឯងបានធូរស្បើយឡើងវិញខ្ញុំមិនមានចេតនាតាក់ទងអញទេមិននឹកស្មានថាអញនៅតែចាំមកទទួលខ្ញុំទេអញនៅខាងក្រៅក៏មិនស្រួលដែរខ្ញុំអត់ទោសឲ្យអញហើយស្វាគមន៍ក៏ត្រឡប់មកវិញអរគុណតើអញនឹងទៅទៀតទេបានហើយដល់រាប់ណាអញនៅទីនេះមួយថ្ងៃពួកយើងនឹងសប្បាយជាមួយគ្នាមួយថ្ងៃតែញ៉ាំអីទេអេចាឡាននេះជារបស់អញមែនទេជារបស់បងប្រុសខ្ញុំថ្ងៃនេះគាត់ទៅធ្វើការនៅក្រៅខ្ញុំលួចបាត់វាចេញមកឡាននេះបាត់ចេញមកក្រៅឡានផ្សេងទៀតចេញឆ្ងាយអស់ហើយនៅតែអញឆ្លាតប្រហែលយ៉ាងពួកយើងថតរូបជាមួយគ្នាទេមើលទៅស្អាតណាស់តើញ៉ាំអីលក់គ្នាយូយើងទៅតាមទិសដៅទីផ្សារចុងក្រោយបំផុតផលិតផលដែលក្រុមហ៊ុនលក់ដាក់លក់នៅពេលនេះនឹងដណ្ដើមបាន 80% នៃទីផ្សារថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់កំពុងរកចាំលោកនៅតុប្រជុំចិនរយ៉ានទីបំផុតនឹងត្រឡប់មកវិញហើយអាគេនេះលូមានអីមែនទេមិនទេថ្ងៃនេះប៉ុណ្ណឹងសិនទៅធ្វើការទៅបាទលោកចោលការវិភាគទាំងអស់បន្ទាប់ពីនេះហើយទិញសម្បត្តិយន្តហោះដែលជិតបំផុតត្រឡប់ទៅទីក្រុងវិញលោកចោលការវិភាគទាំងអស់បន្ទាប់ពីនេះទិញសម្បត្តិយន្តហោះដែលជិតបំផុតត្រឡប់ទៅទីក្រុងវិញលោកនាយកលោកមានរឿងបន្តមែនទេខ្ញុំមិនក៏ឥឡូវនេះកាត់ឈ្មោះយ៉ាចឹងហើយផ្ញើខ្ញុំរៀបត្រីសួស្ដីលោកនាយកនៅនេះចាំមើលតែគាត់កំពុងតែនៅក្នុងបន្ទប់ VIP ធីមគីបងប្រុសមិនក៏បងមកទីនេះបងមិនមែនរវល់ធ្វើដំណើរទៅឆ្ងាយទេអីបងត្រឡប់មកវិញមុនពេលកំណត់ឬថាឯងយ៉ាងបាយនៅទីកន្លែងនេះបងក៏មកមើលទៅអញ្ចឹងបើបងគ្មានអីទេបងត្រឡប់ទៅវិញមុនចុះខ្ញុំនិយាយជាមួយចាំសិនយ៉ាងបាននេះជាមិត្តភក្តិរបស់ឯងណែនាំបងឲ្យស្គាល់ផងសួស្ដីខ្ញុំឈ្មោះឆិនរយ៉ានដូចចិញ្ចឹមអរគុណលោកនាយកលោកសម្រាប់ថ្ងៃនេះខ្ញុំមកដល់ផ្ទះហើយនៅនាងចិនកុំគួរសមអីណាមកនៅនាងចិនជាមិត្តភក្តិរបស់យ៉ាងនោះក៏ជាមិត្តភក្តិរបស់ខ្ញុំដែរយ៉ាខ្ញុំចូលទៅក្នុងហើយណាជួបគ្នាពេលក្រោយនាងមិនអីទេខ្ញុំមិនអីទេអរគុណលោកអគ្គនាយកលូប្រយ័ត្នផងនៅនាងចិនជួបគ្នាពេលក្រោយបងប្រុសមើលមកដាក់ភ្នែកអញ្ចឹងបងប្រហែលជាពេញចិត្តយ៉ាងច្រើនរបស់ពូចឹងតាំងពីដំបូងហើយមើលទេបើអញ្ចឹងមែនហ៎អង្គុយខាងក្រៅទៅកន្លែងដែលចាំអង្គុយហើយខ្ញុំមិនអង្គុយទៀតបានទេអីបងប្រុសនៅចាប់តោខ្ញុំជាប្អូនស្រីបង្កើតទៀតទេរូយ៉ានក្មួយត្រឡប់មកវិញហើយឲ្យមីងមើលក្មួយតិចមើលរូយ៉ានលបទៅពីអ្នកមីងបងប្រុសសុំទោសដែលធ្វើនៅទាំងអស់គ្នាព្រួយបារម្ភត្រឡប់មកវិញល្អហើយពេលក្រោយកំចាត់ចេញតាណាទីនេះជាផ្ទះរបស់ជីនេះយ៉ានមកអង្គុយទីនេះមកយ៉ានថ្មីនេះមានកម្រងអ្វីខ្លះទីមីងចាំបានថាក្មួយរៀនជំនាញ design មែនទីបើក្មួយមិនទាន់មានអ្វីទីចង់មកធ្វើការជាមួយក្រុមហ៊ុនពូក្មួយទីមែនពិតណាស់បើក្មួយមិនចង់ធ្វើការក៏មិនអីដែរគ្រួសារយើងអាចចិញ្ចឹមក្មួយដូចពនាងតូចបានខ្ញុំក្រុងនឹងត្រឡប់មកប្រទេសវិញដើម្បីបើកស្ទូឌីយោរចនាសម្លៀកបំពាក់មួយប៉ុន្តែឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំបើត្រូវការអីប្រាប់បងបានណាកុំក្រែងចិត្តអីចាបើមានតម្រូវការអីខ្ញុំនឹងប្រាប់លោកប្រកាសណាប្រហែលឆ្នាំនេះខ្ញុំធ្លាប់រស់នៅម្នាក់ឯងអ្វីត្រូវពឹងលើខ្លួនឯងតែឥឡូវនេះខ្ញុំក៏អាចមានគ្រួសារម្ដងទៀតដែរពិតជាល្អណាស់នាងគិតថានាងត្រឡប់ទៅស្រុកវិញចម្រុកនេះមិនឃើញមែនទេរូយ៉ានគ្រួសារនេះមិនអាចការពារនាងបានទេ
ចានការងាររៀបចំកន្លែងរបស់ឯងចាំបាច់ហើយត្រូវការជំនួយការទេខ្ញុំបានមើលទីតាំងហើយក៏បានចុះកងត្រាចូលមួយឆ្នាំដែរក្រុមតុបបែកខាងឡើងនឹងដំណើរការសូមជម្រាបបងប្អូនស្រីរបស់ខ្ញុំមែនលឿនមែនទែនចង់ឲ្យខ្ញុំចូលក្រុមហ៊ុនជាមួយអញវិញចង់ឲ្យខ្ញុំដាក់លុយប្រមាណដែរអញ្ចឹងចៅយ៉ាបើមានចំណេញគិតថាជាលុយអញដាក់ហ៊ុនចុះតែបើមិនចំណេញទេចាត់ទុកខ្ញុំខ្ចីលុយអញទៅចុះណាល្អតាមនឹងចុះបងប្រុសអញចង់ដាក់ទុនចូលក្នុងសិទ្ធិយុរបស់នាងចិនមែនទេត្រូវហើយលុយនេះបងឲ្យឯងចាំបងផ្ទេរលុយឲ្យនៅពេលក្រោយចុះយ៉ាអរគុណច្រើនណាស់លុយដែលឯងដាក់ទុនជួយបងបានច្រើនណាស់តាមពិតជាគុណបំណាច់បងប្រុសខ្ញុំទេដាក់ឲ្យលុយខ្ញុំដាក់ទុនឲ្យឯងអញ្ចឹងជួយអរគុណបងប្រុសឯងចំណុចខ្ញុំផងណាចង់ឲ្យខ្ញុំអរគុណគាត់មែនទេស្រួលទេចិត្តដល់ថ្ងៃខុសកំណត់បងប្រុសខ្ញុំហើយឯងពូកែរយអីវ៉ាន់ណាជួយទិញកាដូខ្ញុំតិចទេល្អណាស់ឆាន់រូយ៉ាន់សំសួរថានាងជាខ្ញុំបែសេពីថ្នាក់ទី4ធ្លាប់រៀននៅវិទ្យាល័យជាមួយនាងដែរអញ្ចឹងសោះតែខ្ញុំបដូរសាលាពេទ្យឡើងទី11ស្គាល់តាមរួមថ្នាក់ទី1ទេមានអីចានអត់អីទេមិញខ្ញុំមើលឃើញអាក្រៅមួយឈុតស្រាប់តែមានអ្នកផ្សេងក៏មើលដែរហើយនាងថែមទាំងថាស្គាល់ខ្ញុំទៀតគឺនាងទេមិនទៅចានបដូរសាលាគ្រប់កម្មវិធីរបស់សាលាគឺសុទ្ធតែអាចជាអ្នកធ្វើជាពិធីការនីក្រោយមកអាចចាក់ចេញទើបនាងមានឱកាសគួរឲ្យស្ដាយសមត្ថភាពមិនសូវបានល្អហើយតាំងបន្ទោទៅចានប្រហែលឆ្នាំតែចរិតខ្ញុំបញ្ចេញវាយ៉ាងម៉េចបុគ្គលិកអ្នកលក់អាក្រៅនេះខ្ញុំឲ្យខ្ញុំមកខ្ញុំយកមួយនេះហើយចាអ្នកនាងឆាប់សម្លៀកបំពាក់នេះខ្ញុំមើលឃើញមុននាងមើលឃើញមុនចាំនាងមានលុយតិចទេអាក្រៅនេះថ្លៃដល់ទៅ100000ជាន់ឯនោះនិយាយឲ្យចេះគួរសមតិចទៅមានបញ្ហាអីគ្រាន់តែ100000ជាន់ប៉ុណ្ណឹងយ៉ាឆាត់នេះគិតលុយតាមការទៅចាអ្នកនាងឈិនសូមរងចាំតែចានមិននឹកស្មានថាឯងក៏ជាអ្នកមានដាច់នៅបរទេសខ្ញុំបានចូលរួមការប្រកួតប្រជែងរចនាម៉ូដសម្លៀកបំពាក់ខ្លះហើយក៏ទទួលបានរង្វាន់ខ្លះដែរលុយប៉ុណ្ណឹងឈិនរូយៀនកុំធ្វើខ្លួនជាអ្នកមានខ្លាយអីឈុតសម្លៀកបំពាក់នេះថ្លៃដល់ទៅ100000ឯនោះនេះមានសមត្ថភាពទិញទេរឿងនឹងអ្នកនាងប៉ែមិនបាច់ព្រួយបារម្ភនោះទេនាងខ្ញុំជាខ្ញុំ VIP របស់ហាងនេះថ្ងៃនេះខ្ញុំនិយាយត្រង់តែម្ដងបើហាងពួកនាងមិនលក់ឈុតនេះឲ្យខ្ញុំទេខ្ញុំនឹងលុបចោលសមាជិក VIP ឲ្យធ្វើពាក្យឲ្យការហាងពួកនាងតែហាងអ្នកគ្រប់គ្រងហាងនាងមកបានគេចង់លក់ឲ្យអ្នកណាចាចាំមើលគេមិនដេញយើងចេញទៅនាងកំរំអីរឿងពីមុនទុកថាបោះចោលចុះតែឥឡូវនេះចិនរូយ៉ាងគ្រាន់តែជាក្មេងកំព្រាគ្មានឪពុកម្ដាយខ្ញុំមិននឹងទ្រាំឲ្យនាងជន់ក្បាលខ្ញុំបានទៅលោកកណយុត្រូវការជំនួយទេគ្រាន់តែបានក្នុងដៃនាងមួយសន្លឹកនេះគ្មាននរណាអាចបច្ចេកនាងបានទេចិនរូយ៉ាងតើនាងជាមនុស្សបែបណាសូមអធិស្ឋានអ្នកនាងអ្នកគ្រប់គ្រងហាងមានរឿងអីអ្នកនាងចិនពិតជាសំទោសណាស់បុគ្គលិកហាងយើងខ្ញុំមុននេះមើលមិនស្គាល់អ្នកនាងទេតែអ្នកនាងត្រូវការសម្ភារបំពាក់ឈុតណាដែរនាងមានទំនាក់ទំនងអីនឹងហាងនេះកាត់លុយតាមកាត់ទៅចំណែកទំហំខ្ញុំនឹងផ្ញើទៅប្រាប់ពេលក្រោយហើយជួយដឹកទៅផ្ទះខ្ញុំផងចាអ្នកនាងចិនអ្នកគ្រប់គ្រងហាងនេះយ៉ាងម៉េចហ្នឹងខ្ញុំចង់និយាយថាចិនរូយ៉ាន់ឪពុកម្ដាយនាងស្លាប់អស់ហើយនាងនៅរស់នៅផ្ទះពូមីងនាងចំណាយលុយដល់ច្រើនម្លេះតើនាងយកលុយនេះមកពីណាអូខ្ញុំដឹងហើយប្រហែលជានាងតាក់ទងជាមួយបរិសុទ្ធចំណាស់ណាម្នាក់ហើយមើលទៅនាងប៉ែជ្រាបច្បាស់ណាស់ឬមកក៏អ្នកនាងជាអ្នកជំនាញខាងរឿងនេះនិយាយបានល្អការនិយាយមិនក៏លោកមកទីនេះខ្ញុំមកក្រុមហ៊ុនពេលនាងបាយបើកើតរឿងអាស្រ័យបង្ខូចកេរ្តិ៍ឈ្មោះភ្ញៀវ VIP របស់ខ្ញុំនៅក្នុងទីផ្សារទំនើបរបស់ខ្ញុំពេលនេះទៅគ្រប់ផ្សារទំនើបរបស់ក្រុមហ៊ុនលូគឺលែងស្វាគមន៍នាងទៀតហើយខ្ញុំមិនមែនទេនាងប៉ែសុំចេញចានឃើញទេមកបបបែសេខាងស្ទើស្លាប់ទៅហើយបងប្រុសពូកែមែនពួកយើងជាគ្នាឯងត្រូវជួយគ្នាចឹងហើយទោះបីជាពាក្យនេះស្ដាប់ទៅហាក់ដូចជាមិនខុសអ្វីក៏ដោយតែហេតុអីតែងតែធ្វើឲ្យគេមានអារម្មណ៍មិនច្បាស់លាស់ឬមួយខ្ញុំគិតច្រើនពេកទេចានកូនលោកអគ្គនាយកមិនទេបន្តិចទៀតដល់ម៉ោងបាយហើយណាចែកដនជួបគ្នាហើយទៅញ៉ាំជាមួយគ្នាទៅខ្ញុំមិនទៅទេបងប្អូនពួកលោកទៅចុះមួយសតទៀតខ្ញុំត្រូវត្រឡប់ទៅវិញយ៉ានអញជាសមាជិករបស់ខ្ញុំបងប្រុសខ្ញុំក៏ដូចជាបងប្រុសអញដែរគូសំធ្វើអីគាត់មានលុយច្រើនណាស់ញ៉ាំមិនអស់ទេយ៉ានិយាយត្រូវនាងជាសម្លាញ់ចិត្តរបស់គេច្បាស់ណាស់ក៏រាប់ថាជាបងស្រីខ្ញុំដែរក្នុងនេះជាបងប្រុសអញ្ជើញបងស្រីញ៉ាំបាយមួយពេលវាមិនសមទេលើកមុនយ៉ាជាអ្នកចេញលុយលើកនេះលោកអគ្គនាយកក៏បានជួយខ្ញុំដែរចុះបើបាយល្ងាចនេះខ្ញុំបដូរជាអ្នកចេញវិញម្ដងបានលោកមើលទៅនាងកំងអីខ្ញុំញ៉ាំហ្នឹងបងប្រុសធម្មតាបងរើម្ហូបណាថ្ងៃនេះបងផ្លាច់ម្លេះចានខ្ញុំទៅបន្ទប់តឹងតែងថ្ងៃនេះអាក្រៅនោះទិញឲ្យសងសាមែនទេហាក់ដូចជាលោកអគ្គនាយកលូចាប់អារម្មណ៍នឹងរឿងឯកជនរបស់ខ្ញុំណាខ្ញុំគ្រាន់តែលើយ៉ាងថានាងជាអ្នកច្នៃម៉ូដច្បាស់ជាប្រកែមើលណាល្អណាស់ថ្មីនេះខ្ញុំចង់ទិញសម្លៀកបំពាក់ខ្លះតើនាងជួយរើខ្ញុំបានទេសម្លៀកបំពាក់របស់លោកអគ្គនាយកលូប្រហែលជាមានអ្នករៀបចំផ្ទាល់ឲ្យមើលទៅពេលនេះខ្ញុំនៅលីវម្ដាយនៅអូនស្រីខ្ញុំក៏មិនខ្វល់នឹងខ្ញុំដូច្នេះបើសិនជាសង្សារនាងមិនពេញចិត្តឬក៏រំខានពេកមិនបាច់ក៏បានខ្ញុំមិនទាន់មានសង្សារទេអីវ៉ានេះតែញ៉ាំបងប្រុសរបស់ខ្ញុំបើលោកត្រូវការក៏អាចរកខ្ញុំបានដែរអញ្ចឹងអេតវិឆាតមកចាបាន
លឺយាយខ្ញុំបាត់បងលុយហើយញ៉ាំបន្តចុះខ្ញុំត្រឡប់ទៅមុនហើយខ្ញុំទៅហើយណាអេចានខ្ញុំមានរឿងបន្ទាន់ឲ្យបងប្រុសខ្ញុំជូនអញទៅវិញចុះមិនបាច់ទេយប់ត្រូវទីនេះក៏ពិបាកហើយតាស៊ីដែរជីឡានខ្ញុំទៅចុះជៀសវាងយ៉ាងបារម្ភចានបងប្រុសខ្ញុំធ្វើឲ្យមិនស្រួលចិត្តមែនទេតាមពិតគាត់គ្រាន់តែជាមនុស្សមុខស្ងួតប៉ុណ្ណោះមិនគួរខ្លាចទេមិនចាំទីគាត់និយាយថាចាត់ទុកអញដូចជាប្អូនស្រីប៉ុណ្ណោះមិនមែនទេខ្ញុំគ្រាន់តែមិនចង់រំខានគាត់អញរំខានគាត់ប្រហែលជាគាត់សប្បាយចិត្តផងមិនដឹងមិនអីទេទៅចុះដល់ផ្ទះហើយផ្សាយសារប្រាប់ខ្ញុំផងទៅសុំតែលោកលឺខ្ញុំមិនមានចេតនាទេទោះបីជានាងមានចេតនាក៏វាមិនអីដែរតែគាត់កំពុងនិយាយអីខ្ញុំពិតជាមិនមានចេតនាទេមិននេះលោកចាំមកចិត្តពេកខ្ញុំងាកកិច្ចមិនតាន់ប្រសិនបើខ្ញុំចង់និយាយខ្ញុំមិនចង់គ្រាន់តែជាមិត្តសម្លាញ់របស់បងស្រីទេតែគាត់នេះមានន័យចង់សារភាពស្នេហ៍ជាមួយខ្ញុំមែនទេយើងទៅតែស្គាល់គ្នាទេចំពោះនាងគឺទើបតែទេប៉ុន្តែចំពោះខ្ញុំគឺមិនមែនទេ8ឆ្នាំមុនខ្ញុំបានស្គាល់នាងហើយសង្ឃឹមថានាងអាចគិតដល់ខ្ញុំជាអតិថិបាត់ទេគិតឲ្យយល់ច្បាស់លាស់ចាំឆ្លើយនឹងខ្ញុំលោកអ្នកនិយាយលឺចាំពួកយើងជួបហើយមែនទេពិតជាសុំទៅមិនយល់ទេគ្រាន់តែបន្ទុកចិត្តបងស្រីល្ងងរបស់ខ្ញុំហើយនឹងនាងជួននាងទៅផ្ទះតែម្ដងទៅមិនហើយចានជីឡានបងប្រុសខ្ញុំត្រឡប់ទៅវិញទៅមិនអីទេខ្ញុំមិនជីឡានទេខ្ញុំគិតថាចង់ត្រឡប់ទៅផ្សារវិញតែក៏ដូចជូនពូមីងតែទៀតមិនបានទៅអញទៅត្រឡប់មកវិញហើយឥឡូវនេះជោគជ័យទៀតគ្រោះថ្នាក់ណាកុំខ្មាស់អៀនអីខ្ញុំជួននាងទៅចាអញ្ចឹងរំខានហើយតោះទៅព្រះហើយមិនក៏ខ្ញុំព្រមព្រៀងទៅវិញងប់ងល់នឹងរូបរាងសង្ហាពេកហើយមិនគួរណាទេយ៉ានត្រឡប់មកវិញហើយអីយ៉ានមានរឿងអីហ្នឹងអត់អីទេត្រៃពូមីងស្អែកខ្ញុំត្រូវទៅហាញចេញបន្តិចដើម្បីមើលកណាត់សម្លៀកបំពាក់ខ្លះចុះឲ្យពួកយើងទៅជាមួយនឹងឯងទេឯងទៅម្នាក់ឯងពួកយើងបារម្ភពីឯងណាខ្ញុំទៅជាមួយយាយជាមិត្តស្នេហ៍របស់ខ្ញុំគឺមករំថ្នាក់វិទ្យាល័យរបស់ខ្ញុំហ្នឹងពូមីងធ្លាប់ជួបហើយកុំបារម្ភអីអាចចង់និយាយថាចាំងចិញ្ចៅបងប្អូនរបស់លឺស៊ូគ្រប់ជាបងស្រីរបស់លូចិនចិនមែនទេឥឡូវពួកយើងនៅជាមួយគ្នាបង្កើតសិទ្ធិយកជាមួយគ្នាមានអីមែនទេយ៉ានអញមិនសូវចិត្តស្និទ្ធជាមួយនឹងលូចិនចិនទេមែនទេមិនក៏អ្នកមីងសួរអីចម្លែកបែបនេះយ៉ាណាពូនឹងមីងមិនចង់លូកដៃរឿងឯកជនរបស់ឯងទេគ្រាន់តែលូចិនចិនម្នាក់នឹងជាមនុស្សមានល្បិចជ្រៅហើយគេសាហាវខុសខើណាស់ឯងទប់ទល់ជាមួយនឹងគេពូហើយនឹងមីងខ្លាចអាចចាច់បោកគេបើពូដឹងថាលូចិនចិនទៅសារភាពស្នេហ៍ប្រាប់ខ្ញុំប្រហែលគាត់ភ័យស្លាប់ហើយប៉ុន្តែលូចិនចិនម្នាក់នោះពិតជាគ្រោះថ្នាក់ណាស់ខ្ញុំត្រូវតែនៅឆ្ងាយពីគាត់អត់អីទេខ្ញុំគ្មានទំនាក់ទំនងជាមួយគេទេហើយខ្ញុំក៏ទៅដឹងថ្មីនេះដែរថាយាយជាប្អូនស្រីគេអូអញ្ចឹងល្អហើយពូមីងខ្ញុំទៅរៀបចំអីវ៉ាន់សិនហើយពូមីងសម្រាប់ឲ្យច្រើនទៅចុះល្អពេលនេះត្រឡប់មកស្រុកវិញគឺមានរឿងសំខាន់ណាស់ពេលសកម្មក៏ពិបាកមិនអាចប៉ះពាល់រឿងស្នេហាបានទេខ្ញុំមិនគួរទុកក្តីសង្ឃឹមឲ្យគាត់ទៀតទេគេលក់ហើយនៅចិនរយ៉ាននាងពិតជាមិនឲ្យឱកាសខ្ញុំបន្តិចសោះមែនមើលសម្លាញ់របស់អញគេចូលចិត្តបរិសុទ្ធបែបណាទេបងប្រុសសួររឿងនឹងធ្វើអីឆ្លើយបានល្អទៅឯងនឹងមានបងថ្លៃម្នាក់ហើយបងមិនមែនតាមស្រឡាញ់យើងទេព្រះអើយឲ្យខ្ញុំគិតមើលសិនចាំជាមនុស្សត្រូវការពេលយូរទៅបាត់ចិនសូម្បីតែពេលរៀននៅវិទ្យាល័យខ្ញុំក៏រញ៉េរញ៉ៃនាងយូរដែរទើបនាងព្រមធ្វើជាមួយនឹងខ្ញុំបងប្រុសត្រូវរឹងមាំតែទើបនាងអាចបាក់បេះដូងបានស្រីរឿងរស់ខ្លាចតែមនុស្សប្រុសដែលតាមជាប់ស្អិតម្លេងនោះទេប្រហែលជាខ្ញុំគួរតែផ្លាស់ប្ដូរវិធីហើយអកេនាយលូមានរឿងអីខ្ញុំធ្វើកាដូខ្លះទៅហើយថ្ងៃស្អែកទៅលេងផ្ទះតកូលឈិនតាអកេនាយកាត់អីហ្នឹងមើលទៅដូចជាមិនពេញចិត្តរបស់ក្រុមហ៊ុនអសត់ឈិនស៊ីទេឬមួយចង់ធ្វើបាបតកូលឈិនកុំមកច្រើនពេកលោកពូអ្នកមីងតាណានឹង
ថ្ងៃនេះមានភ្ញៀវកិត្តិយសមកគឺលោកចិញ្ចិនមកពីក្រុមហ៊ុនលោកគ្រប់ប្រហែលជាគេមកវិនិយោគជាមួយនឹងពួកជាងហើយ លោកសាមានខ្ញុំទៅតែប្លុកលោកចិញ្ចិនថ្ងៃនេះគាត់មកដល់ផ្ទះហើយប្រហែលជាមានល្បិចអីហើយមើលទៅខ្ញុំគិតថាគួរតែទៅវិញឥឡូវហើយពូមីងខ្ញុំត្រូវប្រញាប់ទៅមើលកណាត់នៅហាងជ័យ អញ្ចឹងក៏ល្អដែរឆាប់ទៅឆាប់ត្រឡប់មកវិញ អេមិនក៏លោកនៅទីនេះហេតុអីក៏លោកវិឆារបស់ខ្ញុំ លោក ចង់ទៅទៀតហើយចាក់ចេញទៀតហើយទោះអខ្ញុំនៅម្នាក់ឯងរនចាំនាងចិនរយ៉ានតើនាងមានបេះដូងទេ ពេលដែលត្រូវមកក៏មកដល់ហើយនិយាយឲ្យច្បាស់តែម្ដងទៅល្អជាងខ្ញុំជឿថាលោកប្រហែលជាយល់ហើយខ្ញុំចង់ទៅឬចង់នៅវាមិនពាក់ព័ន្ធនឹងលោកអគ្គនាយកលោកទេទោះបីខ្ញុំចង់រៀបការរនណាម្នាក់ណាត់ជួបក៏ដោយក៏បុគ្គលនោះមិនមែនជាលោកដែរក្នុងខ្សែភ្នែករបស់ខ្ញុំលោកគ្រាន់ជាបងប្រុសរបស់មិត្តភក្តិ ខ្ញុំមិនឲ្យនាងបានពីពិភពលោករបស់ខ្ញុំទៀតទេ លោកចិញ្ចិនលោកឈួតទេខ្ញុំគោរពលោកក្នុងនាមជាបងប្រុសរបស់យាយលោក បាទនាងជួតម្ដងទៀតខ្ញុំនឹងថាម្ដងទៀត បាទដូច្នោះមែននៅចាំពីពេលនេះទៅខ្ញុំនឹងកិច្ចមុខពីលោកអគ្គនាយកលោកឲ្យឆ្ងាយសូមមេត្តាលើកលែងទោសខ្ញុំមិនដូច្នោះខ្ញុំក៏មិនតាក់ទងទៅយាយទៀតដែរ នាងមិនខ្លាចសុំធ្វើបាបពូរបស់នាងទេ លោកចិញ្ចិនគ្រាន់តែដោយសារខ្ញុំក្រុមហ៊ុនលោកគ្រប់ដ៏ធំបែបនេះត្រូវផ្លាស់ប្ដូរដោយសារតែនារីម្នាក់ឯងកេរ្តិ៍ឈ្មោះរបស់លោកក្នុងឧស្សាហកម្មនេះគឺខ្ពស់ណាស់សូមលោកកុំបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងដោយសារមនុស្សស្រីតូចតាចដូចខ្ញុំអី សុំទោសគ្រាន់តែថាអរិយាពេលច្រើនឆ្នាំនេះខ្ញុំតែងតែស្វែងរកនាងទម្រាំតែបានជួបនាងខ្ញុំខ្លាចនាងនឹងចាក់ចាញ់ភ្លាមៗទៀតកុំយំអីខ្ញុំគ្រាន់ចង់ដឹងថាហេតុអីបានជានាងលោកវិឆាតរបស់ខ្ញុំនាងបានសន្យាថានឹងពិចារណាឲ្យល្អិតល្អន់ថាខ្ញុំធ្វើឲ្យនាងស្អប់ខ្ពើមដល់ថ្នាក់ហ្នឹង ខ្ញុំមិនចង់ទៅណាទេខ្ញុំទៅធ្វើការនៅក្រៅខេត្តជាមួយយាយនឹងត្រឡប់មកវិញទោះបីលោកនិយាយថាចិត្តខ្ញុំក៏ដោយនោះក៏ជារឿងរបស់លោកដែរចំពោះខ្ញុំវិញលោកគ្រាន់តែជាបងប្រុសមិត្តសម្លាញ់ដែលខ្ញុំទើបតែស្គាល់បានមួយរយៈប៉ុណ្ណោះពេលនេះខ្ញុំមិនចង់មានស្នេហាគ្រាន់តែចង់ធ្វើសិទ្ធិយករបស់ខ្ញុំឲ្យដំណើរការល្អ បើនាងមិនចង់មានស្នេហាយើងអាចរៀបការជាមួយគ្នាភ្លាមៗខ្ញុំអាចទៅចុះសម្បត្តិពីពាជាមួយនាងគ្រប់ពេល តែក៏ស្ដាប់ខ្ញុំមិនយល់ទេតែលោកចង់បានអ្វីឲ្យពិតប្រាកដ ការចូលចិត្តនាងគឺជាសិទ្ធិសេរីភាពរបស់ខ្ញុំនាងមិនអាចរៀបរៀងខ្ញុំបានទេអេតវិឆាតមកវិញខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងលែងប៉ះពាល់នាងដោយគ្មានការអនុញ្ញាតពីនាងទៀតទេយ៉ាងណានេះជាគោលការណ៍ចុងក្រោយរបស់ខ្ញុំវិធីសាស្ត្រចុងក្រោយរបស់ខ្ញុំនាងប្រហែលជាធ្លាប់ឮហើយពេលនេះនាងមិនចូលចិត្តខ្ញុំក៏មិនអីដែរព្រោះយើងអាចរាប់អានគ្នាជាមិត្តបានតែនាងមិនអាចប្លុកខ្ញុំទៀតទេមិនអាចបាត់មុខទៀតទេយល់ទេ ចាចាល្អយ៉ាងនេះហេតុអីក៏មានបងប្រុសក្បាលរឿងបែបនេះតែបើមិនព្រមក៏មិនដឹងថាគាត់នឹងធ្វើរឿងអីទៀតទេ3 ខែពេល3ខែខ្ញុំនឹងមិនតាប់តសានឹងមិនបាត់មុខទេតែបើក្នុងរយៈពេល3ខែនេះខ្ញុំមិនបានស្រឡាញ់លោកទេលោកក៏មិនអាចមករំខានជីវិតខ្ញុំទៀតដែរ បានអេតវិឆាតវិញមក ហើយមួយទៀតគឺមិនអាចធ្វើដូចជាថ្ងៃនេះថាខ្ញុំដាក់បង្ខំទៀតដែរ ខ្ញុំបើសិនជានាងស្រឡាញ់ខ្ញុំហើយខ្ញុំក៏មិនអាចថើបនាងដែរ អ្វីដែលខ្ញុំចង់និយាយគឺមុនពេលដែលខ្ញុំមិនតាមស្រឡាញ់លោកមិនអាចធ្វើរឿងសឹកស្រាំបែបនេះមកលើខ្ញុំទេ នោះខ្ញុំខាតបងហើយបើសិនជានាងស្រឡាញ់ខ្ញុំហើយតែមិនព្រមនិយាយចេញមកតើខ្ញុំធ្វើដូចម្ដេចទេ មិនទេបើខ្ញុំស្រឡាញ់លោកហើយខ្ញុំនឹងប្រាប់លោកច្បាស់មិនខាន ល្អណាស់យ៉ាត់ត្រូវតែនិយាយឲ្យពិតណារៀបចំគម្រោងការស្រាវជ្រាវឱសថរបស់ចិនស៊ឺហើយបោះទុនថែម100លានទៀត លោកអគ្គនាយកថ្ងៃនេះលោកទៅផ្ទះគាត់ចិនដើម្បីបន្ថែមលើកិច្ចសន្យាមែនទេ ពិតណាស់គឺដើម្បីផ្គាប់ចិត្តបងថ្លៃនាពេលអនាគតឲ្យគាត់និយាយល្អពីខ្ញុំនៅចំពោះមុខយ៉ានទេ យល់ហើយ មានទៀតឲ្យចាន់ជាយ៉ារាយការណ៍អំពីសកម្មភាពរបស់នាង3ដងក្នុងមួយថ្ងៃព្រឹកថ្ងៃត្រង់និងល្ងាចបាត់នាងកុំសង្ឃឹមថានឹងបានលុយចាយណា បាទលោកអគ្គនាយក ហេតុអីក៏លោកផ្ទះលុយឲ្យខ្ញុំទាំងដែលគ្មានហេតុផលច្បាស់លាស់បែបនេះ តាំងពីយើងជាមិត្តដឹកគ្នាក៏ជាទំនាក់ទំនងរវាងអ្នកតាមស្រឡាញ់និងអ្នកដែលគេតាមស្រឡាញ់ផ្ញើលុយឲ្យនាងជារឿងធម្មតា ឯណាមានអ្នកផ្ទះលុយរាប់លានបែបនេះមិនមែនធ្វើសប្បុរសធម៌ឯណាអរគុណហើយតែនេះច្រើនពេកហើយខ្ញុំមិនអាចទទួលយកបានទេ បាននាងមិនទទួលខ្ញុំទេលុយពីគណៈនៃផ្ទាល់ខ្លួនរបស់ខ្ញុំទៅក្រុមហ៊ុនពូរបស់នាងហើយដោយបញ្ជាក់ថានេះគឺជាការវិនិយោគសម្រាប់ជាតិយករបស់យ៉ានសូមលោកប្រធានចិនជួយផ្ទេរប្រគល់ឲ្យផង បានខ្ញុំទទួលយកចុះតែដោយលុយដែលយ៉ាងឲ្យខ្ញុំដែរបើខ្ញុំរកបានខ្ញុំនឹងចាច់ភាគលៀបឲ្យលោកបើខាតខ្ញុំនឹងសងលោកបន្តិចម្ដង ឡោះ អ
ណាស់ថាខ្ញុំចង់កិច្ចពីលោកចិនចិនទេតែហេតុអីខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាចាញ់បោកគេទៅវិញ មិនមែនអាចប្រញាប់ទៅហាងចៃទេមិនក៏មិនទៅ មិនប្រញាប់ទេតែបងវិញហេតុអីក៏សប្បាយចិត្តម្ល៉េះមានរឿងល្អអីមែនទេ ថ្ងៃនេះបងទៅក្រុមហ៊ុនលោកគ្រប់ចុះកិច្ចសន្យាដើម្បីបង្កើនទុនក្រុមហ៊ុនរបស់បងលែងខ្វះខាតដើមទុនទៀតហើ ដូ យ ច្នេះថ្ងៃនេះលោកចិនចិនមកផ្ទាល់ដើម្បីរៀបរៀងខ្ញុំហើយថែមទាំងជាបង្កើតទុនឲ្យបងប្រុសទៀតផងអញ្ចឹងសូមអបអរបងប្រុសផងថ្ងៃមុខលែងមានរឿងលើកាក់ប៉ះពាល់ការស្រាវជ្រាវទៀតហើយ យ៉ាងចាន់ពិតជាទេពតានំស្នារបស់គ្រួសារយើងមែនចាប់តាំងពីអាចត្រឡប់មកជំនួយគ្រួសារថ្កោចិនយើងរីកចម្រើនបន្តិចទេ សំណាងបែបនេះមិនដឹងថាជារឿងល្អឬអាក្រក់ទេត្រូវឲ្យបងប្រុសស្អែកខ្ញុំត្រូវទៅធ្វើការនៅហាងចៅពេលបើថ្ងៃទៀតទៅត្រឡប់មកវិញ ស្អែកទេស្អែកមកប្រហែលយន្តហោះចេញបងជួយណៃទៅ មិនបាច់ទេស្អែកយ៉ាយ៉ានឹងមកយកខ្ញុំ បានចាប់ចុះគេលឿនទៅ រីត្រីសួស្ដីបងប្រុសនៅមិនតាន់បានគេងទេស្អែកខ្ញុំត្រូវទៅធ្វើការដែរពេល3ថ្ងៃនេះខ្ញុំរវល់តិចហើយលោកចិនចិននេះតំណែងខ្លាំងណាស់មែន យ៉ានទោះបីជានៅទីណាក៏ដោយខ្ញុំនឹងរកនេះឲ្យឃើញ លែងខ្ញុំទៅពួកអ្នកលែងខ្ញុំទៅលែងខ្ញុំទៅតែលើកនេះខ្ញុំលែងឲ្យពួកលោកគ្រប់គ្រងខ្ញុំបានទៀតហើយ ឈិនរុយ៉ាន នៅមិនតាន់បានគេងទេស្អែកខ្ញុំក៏ត្រូវទៅធ្វើការដែរពេល3ថ្ងៃនេះខ្ញុំរវល់តិចហើយខ្ញុំមិនខឹងទេ ពិតជាក្មេងស្រីគ្មានបេះដូងមែនសូមបីតែពេលរាត្រីសួស្ដីមួយបានក៏មិននិយាយបាននៅមានពេលច្រើនថ្ងៃទៀតដល់ហើយណា លោកចិនចិនមិនមែនជាមនុស្សតិចស្រេតទេនឹងក៏អត់កតំទេមិនក៏ចិត្តតែរញ៉េរញ៉ាំម្ល៉េះណាផ្សាសាមកមិនមែនសង្សារទឹកដឹងលួចមានសង្សារលាក់កំបាំងជាមួយខ្ញុំមែនខ្ញុំនឹងលោកចិនចិនប្រហែលជាមិនមានលទ្ធផលល្អទេកុំតន់ប្រាប់យាយយាយប្រសាជាងអត់ទេសារអត់បានកាត់ទេពិតមែនទេបើខ្ញុំមានសង្សារតែខ្ញុំមិនប្រាប់អញទេនឹងហើយមើលទៅរយៈពេលច្រើនឆ្នាំមកនេះមិនដែលឃើញអញមានសង្សារសោះមិនខ្ជះខ្ជាយមុខស្អាតបានរបស់អញទេជប់នេះខ្ញុំនាំអញទៅមើលពិភពខាងក្រៅមិនសូវល្អទេដឹងហាមបាក់ឌីហ្សែនអេចាចាចាននៅទីនេះមានប្រុសសង្ហាច្រើនណាស់ខ្ញុំរើទុកឲ្យអញហើយខ្ញុំថាពួកគេកុំអីថ្ងៃនេះខ្ញុំមិនសូវចាប់អារម្មណ៍នឹងមនុស្សប្រុសទេយើងគ្រាន់តែផឹកស្រាទៅបានហើយមិនខ្ជះខ្ជាយរបស់ល្អមែនចុះអញចិត្តបរោបែបណាដែរ ដូចចិនចិន ខ្ញុំឈ្គត់តែដឹងមិនក៏ស្រាតែនឹកដល់លោកចិនចិនទៅវិញយ៉ាងម៉េចអត់អីទេផឹកស្រាទៅចា បងស្រីដល់គេទៅយកឲ្យបងផឹកជាមួយបងមកកៅទេ មិនបាច់ទេ មកទីនេះដើម្បីសប្បាយទាំងអស់គ្នាទេធ្វើពុតជាត្រឹមត្រូវឲ្យទៅមកឲ្យបងថាមួយមក ណែស្នាមជ្រឿជ្រឿនក៏ទៅភ្នែកអញអាចគៀបសម្រាប់រួចបានហើយចេះឆ្ងាយទៅ ស្រីចង្រៃពួយ តែឆ្ងាយទៅបញ្ញាប់ទៅបងប្រុស ធ្លាក់ភ្លៀងហើយ បងប្រុសមិនក៏បងមកទីនេះ ធ្លាក់ភ្លៀងហើយខ្ញុំមកទទួលពូនាង ស្រីចង្រៃហ៊ានធ្វើដាក់យើងបាននេះផងរកសាប់ហើយពួយឆាប់ទៅ បែរខ្នងទៅកុំមើល បងប្រុសឯងម្នាក់ឯងតែឯងវាឆ្នៃពួកគេច្រើនបានទេមិនដឹងទេមិនដែលខ្ញុំគាត់ពីគ្នាប្រហែលជាត្រូវគេវាយទៅដឹងតែយើងគួររៀបការទៅប៉ូលីសទេ ទៅបាត់ទៅ មិញអញថាមិនបងប្រុសឯងមិនដែលវាយគ្នាទេបើតែខ្ញុំស្គាល់បងប្រុសខ្ញុំមិនបាន 1% ទេលោកធ្វើស្អីហ្នឹង លើស្គីមទៅ លោកធ្វើស្អីហ្នឹងយ៉ានៅទីនេះណែបងប្រុសបងនឹងចាន់តើមានរឿងអីកើតឡើងលោកលេងខ្ញុំទៅយ៉ាស្ដាប់ខ្ញុំសិនខ្ញុំអាចបញ្យល់អញបាន យើងគ្រាន់តែប្រាប់ឯងដូចចិត្តល្អមិនប្រកបជាគូតដឹងរបស់ឯងលីហ្វុងគេហៀបនឹងមកចាប់ឯងហើយ យ៉ាខ្ញុំមិនធ្លាក់បន្តិចខ្ញុំទៅមុនហើយណាបងប្រុសមើលថែនេះផងយ៉ា ឥឡូវនេះដល់ពេលដែលយើងត្រូវនិយាយគ្នាបានច្បាស់លាស់ហើយ លេងខ្ញុំទៅ ខ្ញុំណែនាំកុំឲ្យនាងដោះអាវក្រៅឬមួយក៏នាងចង់ឲ្យពួកគេធ្វើបាបដូចជាមិញនេះ លោកបោះប្រាស់ នឹងហាក់ខ្ញុំស្រឡាញ់នាងទៅបើខ្ញុំមិនខ្វល់នោះទើបចម្លែក លោកកំពុងតែរលេងមិញហាត់អីក៏លោកមិនព្រមលេងខ្ញុំយ៉ាប្រកាសជាយកច្រឡំ យកច្រឡំរឿងអីទៅពីមិត្តស្រឡាញ់ខ្លាចទៅជាបងថ្លៃគួរតែសប្បាយចឹង លោកធ្លាប់និយាយឲ្យថាលោកនឹងមិនបង្ខំខ្ញុំទេ នាងធ្លាប់សន្យានឹងខ្ញុំថានឹងផ្ដល់ឱកាសឲ្យខ្ញុំតែនាងបានចិត្តតែតាក់ទងនៅក្រៅទៅវិញយ៉ាងណានាងក៏អត់យុត្តិធម៌ចំពោះខ្ញុំដែរឬមួយក៏នាងគិតថាមនុស្សដូចជាខ្ញុំនេះ
มันเห็นข้างนั้นยังเด็ดนะ ខ្ញុំចង់ទៅរសាតែចាចាយនាងមកជាមួយខ្ញុំតាំងពីដំបូងតែត្រូវលោកបំភ័យរត់បាត់ហើយអាចទៅរសាមកខ្ញុំ នាងប្រកាសទេនាងទូរស័ព្ទទៅគេពេលនេះមិនខាយរំខានយ៉ាងកំពុងតែចំណាយពេលជាមួយគូតំណែងរបស់គេទេនាងមិនគិតចំណុចនេះទេ អាចទៅរសាមកខ្ញុំ បានមកយកខ្លួនឯងទៅនាងនាងមានចេតនាមែនទេ ឡើងខ្ញុំទៅ ខ្ញុំស្ដាយក្រោយហើយ3ខែយូរពេកហើយឥឡូវនេះខ្ញុំអាចរងចាំមួយថ្ងៃបានទេមិនបានទេ លោកធ្លាប់និយាយឲ្យថាលោកនឹងមិនបង្ខំខ្ញុំទេ កុំសម្លឹងមើលខ្ញុំបែបនេះអីខ្ញុំទ្រាំលែងបានហើយខ្ញុំចង់ថើបនាងយ៉ាត់នាងពិតជាមិនចូលចិត្តខ្ញុំមែនទេ មិនចូលចិត្ត តែខ្ញុំក៏មិនចង់រងចាំទៀតដែរខ្ញុំគ្រាន់តែចង់ឃុំនាងនៅក្បែរខ្លួនខ្ញុំបើខ្ញុំត្រូវធ្វើបែបនេះតើនាងនឹងធ្វើអ្វី ឡើងខ្ញុំទៅ តើនាងនឹងធ្វើអ្វី ឡើងខ្ញុំទៅឡើងខ្ញុំទៅខ្ញុំជឿថាលោកនឹងមិនធ្វើបែបនេះទេបើលោកធ្វើបែបនេះខ្ញុំនឹងចាក់ចេញពីលោកលោកនឹងលែងបានជួបខ្ញុំទៀត បាត់មកអស់8ឆ្នាំហើយឥឡូវនៅតែគិតចង់ចាក់ចេញពីខ្ញុំទៀតគំរាមខ្ញុំ លោកចិញ្ចឹមតើលោកមិនខ្មាស់អៀនទេលោកដឹងច្បាស់ណាស់ថាខ្ញុំមិនចូលចិត្តមិនចូលចិត្ត ឥឡូវនេះនៅតែមិនចូលចិត្តមែនទេ មិនចូលចិត្ត ឥឡូវនេះនៅតែមិនចូលចិត្តមែនទេ លោកចិញ្ចឹមនេះជារបៀបដែលលោកតាមស្រឡាញ់នរណាម្នាក់ឯងទោះបីជាគេចង់បានអ្វីក៏ដោយរបៀបរបស់លោកបែបនេះថោកទេពេកហើយ សុំទោសគឺជាកំហុសរបស់ខ្ញុំធ្វើឲ្យនាងភ័យនាងសម្រាប់បានច្រើនចុះ ច្បាស់ណាស់ថាខ្ញុំមិនចូលចិត្តលោកចិញ្ចឹមទេតែហេតុអីពេលឃើញគេបែបនេះចិត្តខ្ញុំក៏ពិបាកចិត្តដែរតែមានរឿងអ្វីកើតឡើងទេ ដឹងថានាងមិនចង់ឃើញមុខខ្ញុំតែបាយនៅតែត្រូវញ៉ាំសម្រាប់ឲ្យបានឆាប់តាំងណាស់ទេ លោកមានរឿងអីមែនទេ យ៉ាងមិនដឹងទេខ្ញុំចង់ទៅមើលកណាត់ជាមួយនឹងនាងចាត់ទុកថាជាការសុំទោសរឿងយំមិនចុះ មិនបាច់ទេលោកមិនមែនមកធ្វើការនៅទីនេះទេបើលោកមានរឿងរវល់អាចទៅមុនបាន បើនាងមិនឡើងខ្ញុំចង់នៅទីនេះរហូត មិនក៏លោករឹងរូសម្លេះ បើមិនប្រឹងប្រែងមិនដណ្ដើមតើធ្វើយ៉ាងមិនតាមស្រឡាញ់បាន លោកពេញចិត្តហើយមែនទេ ពេញចិត្តខ្លាំងណាស់ Donation នេះគឺជាកណាត់ទាំងអស់ដែលពួកយើងមាននាងចេញក្រៅក៏មិនអាចរកកណាត់ល្អបែបនេះបានដែរខ្ញុំប្រាប់នាងកុំរើសច្រើនពេកអី មិនប្រកាសទេសមត្ថភាពពួកអញបណ្ដោះបានជាបន្ទោសភ្ញៀវទៅវិញលោកពិតជាអស្ចារ្យមែន តើពួកឯងមកទិញអីវ៉ាន់ឬក៏មកបង្កបញ្ហានេះមិនមែនជាក្រោយពួកឯងទេឆាប់ចេញធ្វើទៅ ពួកយើងទេដែលមិនចង់ធ្វើចំនួនជាមួយពួកលោកទៅ លោកចិញ្ចឹមតើលោកមានសិទ្ធិអីមកសម្រាប់ចាត់ចុះខ្ញុំតើលោកដឹងតែក្រុមហ៊ុនប្រយ័ត្នលោកមិនអីទេមែនទេបាក់ត្រូវលោកហើយមែនទេលោកមានរបួសអីទេ យ៉ាណានាងបារម្ភពីខ្ញុំមែនទេ ខ្ញុំមិនបានបារម្ភទេ
ខ្ញុំគ្រាន់តែធ្វើតាមមនុស្សធម៌ប៉ុណ្ណោះទោះជាអ្នកផ្សេងក៏ខ្ញុំជួយដែរ នាងចង់រឹកក្បាលដល់ពេលណាទេខ្ញុំមិនចង់បំផ្លាញការជ្រើសរើសកណាត់របស់នាងដោយចេតនានោះទេខ្ញុំគ្រាន់តែចង់ប្រាប់នាងថាទោះបីជានាងចង់បានកណាត់បែបណាក៏ដោយខ្ញុំក៏អាចរកនាងបានដែរថា តែចំណុចរបស់លោកមានលក្ខខណ្ឌអ្វីទេ យ៉ាតានាងគិតថាខ្ញុំជាមនុស្សបែបណាខ្ញុំគ្រាន់តែមិនចង់ឲ្យនាងមានទុកព្រួយដោយសារតែរឿងតូចតាចបែបនេះទេ លោកពិតជាស្រឡាញ់ខ្ញុំមែនទេ មែនស្រឡាញ់ខ្លាំងណាស់ស្រឡាញ់ដល់ថ្នាក់ចង់បញ្ចូលឈ្មោះនាងនៅក្នុងសភៅគ្រួសារខ្ញុំកុំខ្លាចអីខ្ញុំគ្រប់គ្រងខ្លួនឯងបាន តែមនុស្សម្នាក់អាចស្រឡាញ់មនុស្សម្នាក់ទៀតដល់ថ្នាក់នេះដែរទេ យ៉ាណាសាកល្បងមើលខ្ញុំនឹងបង្ហាញខ្លួនឲ្យនាងបានឃើញជីវិតមួយនេះរបស់លោកជីងចិនគឺសម្រាប់នាងម្នាក់តែប៉ុណ្ណោះក្នុងមួយជីវិតរបស់លោកជីងចិនគឺមានតែនាងម្នាក់គត់ ឲ្យខ្ញុំគិតមើលម្ដងទៀតសិន ត្រឡប់ទៅសម្រាប់ទៅរាល់ឯកសារដែលពាក់ព័ន្ធនឹងកណាត់ទៅនេះឈិនចុងនឹងផ្ញើអ៊ីមែលទៅឲ្យនាងនាងមិនចាំបាច់ព្រួយបារម្ភទេ អរគុណខ្ញុំនឹងបង់ថ្លៃសេវាកម្មឲ្យលោក បាន អញ្ចឹងខ្ញុំត្រឡប់ទៅមុនហើយណាលោកបាក់ឡានប្រយ័ត្នប្រយែងផង លោកកញ្ញាយុលោកផ្ដល់ក្តីស្រឡាញ់ឲ្យគេមិនក៏នៅតែគិតលុយទៀតធ្វើបែបនេះមនុស្សស្រីខូចចិត្តខ្លាំងណាស់ណា បើអ្វីធ្វើទៅតាមផ្លូវការអាចធ្វើឲ្យនាងមានអារម្មណ៍ស្រួលហើយទុកឲ្យនាងដូចបំដងចុះម្យ៉ាងទៀតមិនយូរមិនឆាប់នឹងខ្លាចជាគ្រួសារតែមួយលុយរបស់ខ្ញុំក៏ជាលុយរបស់នាង មនុស្សស្មានថាកញ្ញាយុជាមនុស្សដែលមានចិត្តស្រឡាញ់បែបនេះ យ៉ានមកវិញហើយម៉េចមកមានរឿងចង់និយាយជាមួយឯងនេះជាកូនប្រុសដែលគូជំនួយពូឯងទៀតពូកែណាស់ទៅជួបគេបន្តិចទៅមើល អ្នកមីងចង់ណែនាំមិត្តប្រើខ្ញុំឲ្យមែនទេ គូទៅស្គាល់ប្រុសបានច្រើនទៅមិនខុសទេបើត្រូវចិត្តក៏ល្អតែបើមិនត្រូវក៏ចាប់ទុកថាជាមិត្តភក្តិល្អនៅថ្ងៃក្រោយម្យ៉ាងទៀតមីងដឹងថាក្មេងប្រុសម្នាក់នេះល្អណាស់ ខ្ញុំ ទៅជួបគេបន្តិចទៅមិនអីទេណា ចាខ្ញុំនឹងទៅជួបគេ ល្អណាស់ អ្នកនេះឈិនពិតជាស្រស់ស្អាតខ្លាំងណាស់រីណាបានជួបអ្នកនាងចុះបើខ្ញុំហើយអ្នកនេះថាចាំល្អទេបែបនេះគឺស្និទ្ធស្នាលជាងខ្ញុំគិតថាអ្នកនាងពិតជាល្អហើយត្រូវតាមលក្ខខណ្ឌជ្រើសរើសគូរបស់ខ្ញុំណាមើលទៅជាមនុស្សងាយស្រួលកាត់កូនទៀតផងមិនដឹងថាអ្នកនាងគិតយ៉ាងណាចំពោះខ្ញុំ ថ្ងៃនេះបានដឹងហើយថាគេហៅថាមនុស្សល្អតែសបកក្រៃ លោកកញ្ញាយុនោះមិនមែនជាអ្នកនាងឈិនទេគាត់កំពុងតែណាត់ជួបអ្នកនាងឈិនតាមពិតទៅលក្ខខណ្ឌរបស់ខ្ញុំមិនខ្ពស់ទេមួយឆ្នាំបង្កើតកូនមួយអ្នកនាងកុំអារម្មណ៍ខ្ញុំអាចមានលុយចិញ្ចឹមបានមួយឆ្នាំបង្កើតកូនមួយអ្នកនាងកុំអារម្មណ៍ខ្ញុំមានលុយអាចចិញ្ចឹមបានកុំអារម្មណ៍អី លោកឈួតហើយអញមនុស្សឈួត ហ៊ានចេះទៅដាក់ខ្ញុំផង មិនក៏លោកនៅទីនេះ ខ្ញុំចិត្តតែមកគូមកទីនេះរំខាននាងណាត់ជួបជាមួយនឹងប្រុសផ្សេង ខ្ញុំ ឯងជាអ្នកណាឯងដើរទៅច្បាប់នៅខាងក្រៅដែរទេនាងគឺជាមនុស្សដែលយើងមើលឃើញមុននាងគឺជារបស់ខ្ញុំឯងហ៊ានណាស់ជាមួយយើងផង បើខ្ញុំឃើញឯងម្ដងទៀតនិយាយបើខូចគេឈ្មោះនាងឯងសាកមើល ឯងជាមនុស្សបែបណា ប្តីនាងនៅពេលអនាគតជាប៉ារបស់កូននាងកុំឲ្យយ៉ានឃើញគេម្ដងទៀតអសោះ បាទ នាងសុខចិត្តណាត់ជួបជាមួយមនុស្សបែបនេះតែមើលមិនឃើញតម្លៃខ្ញុំសោះចិនរយ៉ាននាងគ្មានភ្នែកទេ មនុស្សម្នាក់នេះមីងជាអ្នកណែនាំឲ្យខ្ញុំស្គាល់គាត់ថាជាមនុស្សល្អខ្ញុំគិតថាមីងខ្ញុំប្រហែលជាត្រូវគេបោកហើយថ្ងៃនេះខ្ញុំមកទីនេះទីមួយគឺមិនចង់បដិសេធទឹកចិត្តរបស់មីងទីពីរគឺខ្ញុំចង់បញ្ជាក់រឿងមួយ រឿងអីទៅ មនុស្សម្នាក់មិញនេះគ្រាន់តែចាប់ដៃខ្ញុំដោយកុសលប៉ុណ្ណោះខ្ញុំនៅតែមានអារម្មណ៍ខ្ពើមរអែមប៉ុន្តែមុននេះលោកធ្លាប់ថើបខ្ញុំ នាងចង់និយាយថាពីមុនខ្ញុំថើបនាងមិនខ្ពើមរអាប់ទេ លោកធ្លាប់ថើបខ្ញុំ ខ្ញុំចង់និយាយថាមុននេះខ្ញុំថើបនាងមិនខ្ពើមរអាប់ទេ យ៉ាងហោចណាស់ក៏ខ្ញុំមិនស្អប់លោកដែរ ពិតមែន ចាប់តាំងពីលោកថានាពេលអនាគតលោកច្បាស់ជាស្វាមីខ្ញុំដូច្នេះខ្ញុំព្រមសាកល្បងជាមួយលោក យ៉ានពិតជាគិតច្បាស់ហើយមែនទេអញ្ចឹងតើយើងរាប់ថាជាសង្សារនឹងគ្នាហើយមែនទេពេលណាខ្ញុំនាំនាងទៅជួបពូមីង លឿនពេកហើយមកក៏លោកចិត្តតែចង់បានថែមចឹង ស្នេហាដែលមិនមានគោលដៅរៀបការគឺគ្រាន់តែបោកប្រាស់ទេយ៉ានមុននេះនាងបានប្លន់ការថើបដំបូងរបស់ខ្ញុំតើនាងមកទទួលខុសត្រូវទេ ច្បាស់ណាស់គឺលោក ខ្ញុំយ៉ាងម៉េច លោកពិតជាស្រឡាញ់ខ្ញុំហើយចង់រៀបការជាមួយខ្ញុំមែនទេ ពិតហើយ សិនអេជិនមនុស្សវាក៏ច្រឹកនោះនិយាយឲ្យធ្វើមែនតែបើពិតជាតាមរកឃើញ
ប្រហែលជាគ្រោះថ្នាក់ដល់គ្រួសារពូមីងហើយចំណែកលោកចិនចិនអាចការពារពួកយើងបានល្អអញ្ចឹងរសៀលនេះពួកយើងទៅចាស់សម្បត្តិអាពាហ៍ពិពាហ៍ នាងដឹងទេថានេះកំពុងនិយាយស្អី ខ្ញុំដឹងមួយសិនទៅទៀតខ្ញុំនឹងនាំលោកទៅជួបពូមីងខ្ញុំហើយពួកយើងនឹងទៅចាស់សម្បត្តិអាពាហ៍ពិពាហ៍ យ៉ាខ្ញុំមកទទួលយកអាពាហ៍ពិពាហ៍ដែលគ្មានន័យពិតប្រាកដទេខ្ញុំក៏មិនមានកម្រងរស់នៅជាមួយលោកបែបអាពាហ៍ពិពាហ៍ខ្លាំងៗដែរ ឡោះសម្រាប់តាមដូចចឹងអញ្ចឹងមុននឹងទៅជួបពូមីងនាងខ្ញុំនាំនាងទៅកន្លែងមួយសិនយ៉ាណានេះមីងសិន សួស្ដីមីងសិនខ្ញុំក៏ឆិនរយ៉ានចាសួស្ដីក្មួយស្រីម្នាក់នេះហើយដែលបានកំណត់ទុក គឺជានាងរហូតមក ចាំមីងមកផ្លែតសិនណាលោកចិនចិននេះមានន័យថាម៉េច យ៉ាណាបងចង់នាំអូនទៅជួបសាច់ញាតិបងមីងសិនជាកូនស្រីមិត្តភក្តិលោកតារបស់បងកាលពីមុនប៉ារបស់បងគាត់បូជាជីវិតដើម្បីជួយសង្គ្រោះលោកតារបស់បងនៅក្នុងចិត្តបងគាត់ដូចជាសាច់ញាតិរបស់បងដែរពេលណាដែលអូនចង់ជួបប៉ាម៉ាក់និងលោកតារបស់បងត្រៀមចិត្តឲ្យរួចរាល់ជួបពេលណាក៏បាន មិនអីទេថ្ងៃនេះបន្ទាប់ពីពួកយើងបានចាស់សម្បត្តិអាពាហ៍ពិពាហ៍រួចពេលណាក៏អាចជួបបានដែរ អូនព្រមចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយបងប៉ាដោយសារតែបងបង្ខំអូនទេមែនទេបងសង្ឃឹមថាអូនពិតជាត្រៀមចិត្តហើយ នឹកស្មានមិនដល់ថាគាត់ពិតជាយល់គ្រប់យ៉ាងសោះ អូនមិនចង់និយាយបងក៏មិនបង្ខំចិត្តដែរទោះអូននៅជាមួយបងដោយសារហេតុផលស្អីផ្សេងក៏ដោយក៏បងមិនខ្វល់ដែរសំខាន់ឲ្យតែអូននៅក្បែរបង ពិតជាស្អាតណាស់រូបនេះគឺកាលពី8ឆ្នាំមុនចិនចិនមកសុំមីងធ្វើឲ្យគេថាគេលងស្រឡាញ់នារីម្នាក់នាងស្អាតណាស់សំនឹងស្លៀកឈុតឆុងសាំដែលមីងធ្វើនេះជាលើកទី1ហើយដែលមីងឃើញគេរំភើបបែបនេះស្ដាយណាស់ក្រោយពីមីងធ្វើឈុតនេះរួចក៏រកនាងលែងឃើញគេថានឹងមិនបោះបង់ចោលទេនឹងប្រកាសជាស្វែងរកនារីម្នាក់នោះមកវិញឲ្យបានឥឡូវនេះទីបំផុតទេវតាក៏មិនបោះបង់អ្នកមានចិត្តដូចគ្នាដែរ ទោះបីជាពីមុនខ្ញុំធ្លាប់ឮលោកលោកនិយាយថាគាត់ស្រឡាញ់ខ្ញុំតាំងពី8ឆ្នាំមុនក៏ដោយក៏មិនស្មានដល់ថាគាត់ហាក់ដូចជាមានចិត្តស្រឡាញ់ជ្រាលជ្រៅជាងអ្វីដែលខ្ញុំគិតចំណែកឯខ្ញុំរៀបការជាមួយគាត់គឺដើម្បីត្រូវការអំណាចគាត់ នៅខាងក្រៅក៏មើលបងដោយកខ្សែភ្នែកបែបនេះចាំពេលត្រឡប់ទៅផ្ទះវិញចង់មើលបែបណាក៏បាន និយាយស្រួលបផងមីងសិននៅទីនេះ មិនអីទេចំណងស្នេហ៍របស់អញទាំងពីរល្អណាស់មីងរត់តែសប្បាយចិត្ត ប្រញាប់ទៅបដូរសាកមើលទៅ មិនស្អាតទេមែនទេ មិនមែនទេស្អាតណាស់ពិតជាស័ក្តិសមនឹងអូនណាភ្នែកបងមើលទៅពិតជាល្អមែន ខ្មាស់កៃណាស់នេះគឺជាកាដូអាពាហ៍ពិពាហ៍ដែលមីងសិនជូនអញទាំងពីរមីងសិនកាដូនេះថ្លៃពេកហើយខ្ញុំមិនអាចទទួលយកទេ ដោយសារទឹកចិត្តមីងសិនទទួលយកទេ អរគុណមីងសិន ឥឡូវនេះយើងទៅជួបនឹងពូមីងរបស់អូនទៅ ខ្លាចតែការជួបពូរបស់ក្មួយអាចនឹងមានការលំបាកបន្តិចតែបងត្រៀមខ្លួនរួចហើយនៅ បារម្ភពីបងមែនទេ មិនបានបារម្ភអីណា ក៏បារម្ភអីគ្មាននរណាម្នាក់អាចរៀបរៀងបងមិនឲ្យរៀបការនឹងអូនទេតោះ ចា ប្រពន្ធសម្លាញ់បងបើខំមេទីមិនក៏យ៉ានពួកយើងដើរកាត់ដៃមកជាមួយនឹងលោកជីឈិនចឹង អូនក៏ឃើញដែរ សួស្ដីលោកពូនីមីង ពូមិនអីទេមែនទេពូរលាកទេ អត់ទេពុំអីទេ សួស្ដីលោកពូនីមីងខ្ញុំជាសង្សាររបស់យ៉ាន ថាមិញ លោកពូនីមីងខ្ញុំជាសង្សាររបស់យ៉ាន ថាមិញ ហើយតាំងពីតាមខ្ញុំទៅបន្ទប់ធ្វើការ លោកពូខ្ញុំទៅជាមួយលោកពូហើយលោកពូចង់ដឹងអ្វីខ្ញុំប្រាប់លោកពូទៀតអស់ ក៏បាន
កុំបារម្ភអីណាយ៉ានអញនឹងលុះចិញ្ចិនអញពិតជាស្រឡាញ់គេមែនទេអញស្ម័គ្រចិត្ត អ្នកមីងខ្ញុំស្រឡាញ់គាត់ គេបោះទុន100លានឲ្យបងប្រុសឯងអញដឹងរឿងនេះមុនទី ខ្ញុំទៅដឹងពេលក្រោយទេមីង តើដោយសារតែ1លាននោះទើបអញព្រមព្រៀងលក្ខខណ្ឌអ្វីជាមួយគេមែនទី គាត់គ្រាន់តែសុំឱកាសដើម្បីតាមស្រឡាញ់ខ្ញុំតែប៉ុណ្ណោះមីងខ្ញុំគិតថាគាត់មិនអាក្រក់ទេហើយក៏អាចសាកល្បងមើលបានមើលមីងចាស់នៅក្បែរគាត់មានស្រីស្អាតជាច្រើនបើគាត់គ្រាន់តែចង់លេងសើចហេតុអីគាត់ត្រូវមករកខ្ញុំធ្វើអី អញជាមនុស្សដែលមានគំនិតគិតគូរផ្ទាល់ខ្លួនចាប់ពីអញស្រឡាញ់គេដូច្នេះមីងក៏មិនហ៊ានខាត់ឯងដែរប៉ុន្តែបើថ្ងៃក្រោយអញមានទុកលំបាកអ្វីត្រូវប្រាប់ពូមីងណា ចាមីងខ្ញុំដឹងហើយអរគុណមីងតើបងមិនត្រូវបានពូវាទេ អូនមិនស្លាអនាគតប្រិយអូនពេកហើយលោកពូយល់ព្រមឲ្យពួកយើងរៀបការហើយ គាត់ចាត់ការពូបានយ៉ាងងាយបែបនេះ យ៉ានទោះបីឯរៀបការហើយក៏ដោយកុំភ្លេចពូហើយនឹងមិញឯងណាទីនេះតែជាផ្ទះរបស់ឯងចំណាយទ្រព្យសម្បត្តិប៉ាម៉ាឯងទៅឲ្យឯងពេលឯងចោះសម្រាប់ពីរួចពូនឹងផ្ទះឲ្យឯងនេះគឺជាកដោដែលពូនឹងមិញចង់ដៃឯងទទួលយកទុកទៅណាយកទៅ អរគុណពូ ខ្ញុំប្រាប់លោកខ្ញុំប្រកល់នាងឲ្យលោកកុំធ្វើបាបនាងមិនចឹងទៅខ្ញុំលើកលែងឲ្យលោកទេ លោកពូទុកចិត្តចុះខ្ញុំនឹងមើលថែនាងប្រពន្ធសម្លាញ់យើងទៅចុះឈ្មោះអពីពីទៅ អ្នកតែពីមើលទៅដូចជាមិនសូវស្និទ្ធស្នាលគ្នាសោះមកចូលចិត្តគ្នាបន្តិចទៅ ប្រពន្ធសម្លាញ់កុំភ័យអីយើងត្រូវថតរូបអនុស្សាវរីយ៍ក្នុងជីវិតព្រោះថាមួយជីវិតនេះមានតែម្ដងទេ ល្អណាស់ចូលចិត្តគ្នាបន្តិចទៀតញញឹមបន្តិចទៅល្អខ្លាំងណាស់ មើលទៅបែបនេះខ្ញុំនឹងលលូចិញ្ចិនសំគ្នាណាស់ ហុចដៃមកខ្ញុំ ចាំមិនហើយអូននេះតើបើរៀបចំតាំងពីពេល រៀប ណា ចំ8ឆ្នាំបងគ្រូនឹងសារភាពស្នេហ៍ដាក់អូនចាត់ទុកជាអនុស្សាវរីយ៍នៃស្នេហារបស់យើងតែគួរស្ដាយពេលនោះអូនទៅបរទេសបាន លូចិញ្ចិនមិនក៏បងប្រកាសចិត្តម្លេះថាបើ8ឆ្នាំមុនបងសារភាពស្នេហ៍មកកាន់អូននោះអូននឹងទទួលយកបង បងប្រហែលជាមានគុណសម្បត្តិជាងអ្នកដទៃដែលតាមស្រឡាញ់អូនមែនទេយ៉ាគឺជាមិនសម្លាញ់របស់អូនមិនចឹងប្រយ័ត្នទៀតបើសិនជាអូនបដិសេធបងនឹងខំប្រឹងតាមស្រឡាញ់បងជឿជាក់អូន ធ្វើមិនទៅរឿងនេះអូនមិនតាន់បានប្រាប់យ៉ាងនៅឡើយទេនាងនឹងខឹងទេ កុំរំអីប្រាប់ឥឡូវក៏ដូចគ្នាដែរ បងនេះពិតជាចាប្រកាសជាខឹងហើយអេបងកំពុងធ្វើអីហ្នឹង ទុកឲ្យនាងខឹងសិនទៅហៅឡូ ឯងបានទៅចុះសម្រាប់ពីហើយមែនទេឆាប់ត្រឡប់មកវិញភ្លាម ប្រពន្ធសម្លាញ់បងនាំអូនទៅជួបនឹងលោកតាសិន ប៉ុន្តែបើលោកតាមិនចុះចិត្តអូនតែធ្វើយ៉ាងម៉េចទៅ កុំរំអីមានបងនៅទីនេះហើយលោកតា ជីនចិនអាចធ្វើខមមិនទេបានជាធ្វើឲ្យលោកតាខឹងបែបនេះ លោកតាទូរស័ព្ទឲ្យប៉ាត្រឡប់ទៅវិញតែមិនប្រាប់រឿងអ្វីទេឬមួយក៏ពេលនេះលោកប៉ាចាញ់ពីតំណែងហើយទៅគ្មាននរណារីកាឲ្យប៉ាដឹងឯងលួចលាក់គ្រួសារទៅចុះសមុទ្រអាពីពីថែមទៅគិតថាខ្លួនឯងមិនខុសទៀតមិននាំគេឲ្យពួកយើងមើលមុខផងបែរទៅរៀបការលោកតាខ្ញុំចាំបានថាលោកតាធ្លាប់សន្យាជាមួយខ្ញុំការដែលខ្ញុំចូលកាន់តំណែងនឹងឯក្រុមហ៊ុនលោកក្រុមហើយរឿងអាពីពីរបស់ខ្ញុំគឺខ្ញុំជាអ្នកសម្រេចម្យ៉ាងលោកតាជំរុញខ្ញុំឲ្យរៀបការមិនឈប់ឈរតែឥឡូវនេះខ្ញុំមានចៅប្រសាយកមកឲ្យលោកតាហើយតាបានចឹងខ្ញុំនាំគេត្រឡប់ទៅវិញជប់សិនណែចៅស្រីឯងមកនេះទៅចុះ លោកតា នេះមីសិនឲ្យមកពួកខ្ញុំទៅលេងផ្ទះគាត់មុនហ្នឹងមីគាត់សប្បាយចិត្តណាគាត់ក៏ឲ្យមក ទីបំផុតលោកចិញ្ចិននាំខ្ញុំទៅជួបមីងសិនមុនគេគឺដើម្បីកុំឲ្យលោកតាពិបាកចិត្តនឹងខ្ញុំ ចៅស្រីអាក្មេងប្រុសម្នាក់នេះវាធ្វើបាបកូនទៀតចរិតវាមិនសូវល្អគ្មានស្រីណាស្រឡាញ់គឺត្រាប់តែរៀបការភ្លាមយើងបារម្ភខ្លាចវាប្រើល្បិចមិនល្អតែមិនបាច់ខ្លាចទេបើវាធ្វើមិនល្អប្រាប់តាលោកតាខ្ញុំជាចៅបការបស់លោកតាពិតមែនទេ លោកតាគាត់មិនបានធ្វើបាបខ្ញុំទេ ចឹងបានហើយលុយនេះគឺ110លានយន់រើសមើលក្នុងចំនួនលុយនេះមករើសមួយមកយកមកណែលោក
លោកតាហ៊ានឲ្យលុយច្រើនដល់ឋានៈនេះអរគុណលោកតាខ្លាំងណាស់មិនហ៊ានបដិសេធទេតាក៏ជូនពរឯងដែរអរគុណលោកតាយល់ទេ នេះជាទឹកចិត្តរបស់ប៉ានឹងម៉ាក់ អរគុណប៉ាអរគុណលោកតាយាយ ត្រៀមខ្លួនឲ្យមែនទេលោកតា ជីចិនអាចធ្វើខមមិនទេមិនจะធ្វើលោកតាខឹងបែបនេះ លោកតាទូរស័ព្ទប្រាប់ប៉ាឲ្យត្រឡប់មកវិញតែមិនបានប្រាប់រឿងអ្វីទេឬមួយក៏ពេលនេះប៉ាចេញផុតពីតំណែងហើយទើបគ្មាននរណាហ៊ានរីកាប្រាប់ប៉ាឯងដូចលាក់គ្រួសារទៅចុះឈ្មោះអាពីពីពីថែមទៅគិតថាខ្លួនឯងនឹងមិនខុសទៀតអីមិននាំគេឲ្យពួកយើងស្គាល់មុខបែរជាទៅលួចរៀបការបាត់លោកតាខ្ញុំចាំបានថាលោកតាធ្លាប់សន្យាជាមួយនឹងខ្ញុំកាលពីខ្ញុំចូលទៅកាន់តំណែងក្រុមហ៊ុនរឿងអាពីពីពីខ្ញុំសម្រេចខ្លួនឯងម្យ៉ាងទៀតលោកតាជំរុញឲ្យខ្ញុំរកចៅស្រីឲ្យលោកតាតាឥឡូវនាំចៅស្រីមកឲ្យមិនពេញចិត្តទៀតបានអញ្ចឹងខ្ញុំនាំទៅវិញជប់ចៅស្រីមកចិត្តតាមកទៅចុះ លោកតា នេះមីសិនឲ្យមកពួកយើងទៅលេងផ្ទះមីសិនមុនមីងគាត់សប្បាយចិត្តខ្លាំងណា ទីបំផុតលោកចិននាំខ្ញុំទៅជួបមីងសិនមុនគេគឺដើម្បីកុំឲ្យលោកតាពិបាកចិត្តនឹងខ្ញុំ ចៅស្រីអាក្មេងម្នាក់នេះធ្វើបាបចៅទៀតចរិតវាមិនសូវល្អគ្មានមនុស្សណាស្រឡាញ់ស្រាប់តែរៀបការភ្លាមអញ្ចឹងយើងបារម្ភខ្លាចវាប្រើល្បិចមិនល្អណាតែកុំខ្លាចបើវាធ្វើមិនល្អចៅប្រាប់តាភ្លាមមកលោកតាខ្ញុំចិញ្ចៅបកលោកតាមែនទេ លោកតាគាត់មិនបានធ្វើបាបខ្ញុំទេ អញ្ចឹងបានណាលុយ110លាននេះមានន័យថារើសមួយក្នុងចំណោម110លាននេះយកមករើសយកមួយមកយកទៅចៅលោកតាហ៊ានឲ្យលុយច្រើនដល់ថ្នាក់នេះខ្ញុំអរគុណលោកតាចៅស្រីនិងចៅប្រុសក៏មិនហ៊ានបដិសេធដែរជូនពរឲ្យឯងទៅពីមានសុភមង្គលអរគុណលោកតាណាយកទៅ នេះជាទឹកចិត្តប៉ាហើយនឹងម៉ាក់ អរគុណលោកតាអរគុណលោកប៉ាចាចាស្ដាប់ខ្ញុំបញ្ចុះសិនខ្ញុំពិតជាមិនបានចេតនាលាក់បាំងរឿងនេះពីអញទេ យើងមិនលាក់បាំងនឹងឯងទេពីមុនមកពេលដែលយើងតាមស្រឡាញ់នាងបដិសេធយើងតែបងប្រុសរបស់ឯងទេដែលបង្ខំនាងគឺធ្វើឲ្យនាងគ្មានជំរឿនក្រៅពីយល់ព្រម មានរឿងអីមិនបានច្បងហ៊ានធ្វើបាបចាន់ទាំងនេះមានខ្ញុំនៅទីនេះបងកុំសង្ឃឹមថាធ្វើបាបចាន់អត់ទេ ចាអរគុណឯងណាប៉ុន្តែខ្ញុំជា5តាមគាត់ដែលពេញចិត្តទេ បាត់មែនទេបានហើយធ្វើមិនខ្ញុំជាមិនល្អអញហើយចាប់ពីពេលនេះទៅហាមលាក់បាំងខ្ញុំទៀតណា អញ្ចឹងអញក៏ត្រូវសន្យាជាមួយខ្ញុំដែរមិនខឹងទេយល់ទេបែបដងមួយ ប្រពន្ធសម្លាញ់ដល់ផ្ទះហើយ មិនចាំបាច់បើកភ្លើងទេ លឿនម្លេះរៀបនឹងចាប់ដើមហើយមែនទេ ត្រៀមខ្លួនឲ្យមែនទេ ប្រមែនលើកខាងឲ្យបាត់សមាជិកតែម្សិលមិញនៅក្បែរគេខ្ញុំហាក់ដូចជាគេលក់ស្រួលណាស់នឹកស្មានម្ដងសោះថាលោកអគ្គនាយកលោករបស់យើងក៏មានចិត្តដូចក្មេងស្រីដែរ ចាប់ពីថ្ងៃនេះទៅគឺជាថ្ងៃឈប់សម្រាករៀបការរបស់ខ្ញុំ ចាប់សម្រាប់រៀបការ
ពន្ធសម្លាញ់នៅមិនទាន់ភ្ញាក់ទៀតណាប្រពន្ធសម្លាញ់ដល់ម៉ោងក្រោកហើយណា ដឹងយូរហើយថាអូនភ្ញាក់ហើយមែនទេ បងស្មានថាយ៉ាងតើតែមានការថាទៅភ្ញាក់ អូនមិនស្រួលខ្លួនមិនចង់ក្រោកទេ មើលទៅការប្រយុទ្ធមិញបងធ្វើបានល្អដែរតាយ៉ាងចង់តែក្រៀមទឹកឃ្មុំនៅណា ស្ទិតយករបស់អូនទៅចាប់ដើមទេឥឡូវប្រហែលជាមិនអាចចាក់ចេញបានទេ ឬការម្ដងក្នុងវិជ្ជាវិនឬការម្ដងក្នុងវិជ្ជាវិន ចាំដល់ស្ទិតយកនឹងណោះហើយចាំពួកយើងទៅណាបានទេ ល្អតាមចិត្តប្រពន្ធសម្លាញ់ទាំងអស់ អើមែនហើយអូននឹងឃើញរឿងមួយហើយតែការពីម្សិលមិញបងនិយាយយ៉ាងម៉េចតែពលរបស់អូនយកព្រមឲ្យពួកយើងរៀបការបានមែនហើយអូននឹងឃើញរឿងមួយហើយតែការពីម្សិលមិញបងនិយាយថាម៉េចតែពលរបស់អូនយកព្រមឲ្យពួកយើងរៀបការបាន លពូតាមពិតទៅខ្ញុំនិងយ៉ាងស្គាល់គ្នាតាំងពី4ឆ្នាំមុនម្ល៉េះពេលនោះខ្ញុំលងស្នេហ៍នាងភ្លាមតែម្ដងក៏ប៉ុន្តែក្រោយមកហើយនាងក៏បានខ្លួនទៅខ្ញុំតាមរកនាងពេញ8ឆ្នាំក្នុងប្រទេស អញ្ចឹងបានន័យថាលោកមិនមែនស្លាញ់នាងភ្លាមទេលោករងចាំនាង8ឆ្នាំហើយឥឡូវនាងទើបតែត្រឡប់មកវិញលោកក៏បញ្ញាប់រៀបការជាមួយនឹងនាងភ្លាមទោះយ៉ាងណាក៏ដោយខ្ញុំនៅមិនទាន់ទុកចិត្តលោកលើកយ៉ាងទៅឲ្យលោកទេនាងនៅក្មេងណាស់ខ្ញុំចង់ឲ្យនាងនៅក្បែរខ្លួនខ្ញុំប្រហែលឆ្នាំទៀតសិន ពូជ្រាបទេថាយ៉ាងនាងប្រហែលឆ្នាំនេះកំពុងតែស៊ើបអង្កេតរឿងប៉ាម៉ាក់របស់នាងស្លាប់ មិនក៏អញ្ចឹង ការពិតការស្លាប់របស់ប៉ាម៉ាក់នាងគឺកាលពី8ឆ្នាំមុនគឺមានចំណុចគួរសង្ស័យច្រើនប៉ុន្តែយ៉ាងស៊ើបអង្កេតដោយសម្ងាត់បែបនេះវាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលខ្ញុំនៅក្បែរនាងយ៉ាងហើយដែរក៏អាចជួយការពារនាងបានខ្លះ ខ្ញុំសួរលោកតែមួយម៉ាត់ទៀតទេតើលោកស្លាញ់យ៉ាងពិតចេញពីចិត្តទេឬមួយក៏លោកយករឿងនេះមកធ្វើជាលក្ខខណ្ឌ តកូលលោកមានទំនៀមទម្លាប់តាំងពីបុរាណកូនចៅតកូលលោកត្រូវស្មោះត្រង់នឹងគូសកលមួយជីវិតជាពិសេសអ្នកដែលជំនាញគ្រួសារតកូលលោកបើហ៊ានបោះបង់ប្រពន្ធកូនត្រូវដកឈ្មោះចេញពីតកូលហើយដកចេញពីសិទ្ធិអំណាចនិងទ្រព្យសម្បត្តិទាំងអស់ទៀតខ្ញុំនឹងការពារយ៉ាងឲ្យល្អ នេះមានបញ្ហាខ្លាំងណាស់នៅបរទេសប៉ុន្មានឆ្នាំនេះលោកត្រូវតែមើលថែរក្សាបានល្អមិនចឹងទេខ្ញុំមិនលើកលែងទោសឲ្យលោកជាដាច់ខាត ខ្ញុំនឹងធ្វើឲ្យបានបើបងមានវិធីផ្សេងដើម្បីបញ្ចុះបញ្ចូលគាត់ទៀតនោះបងគ្រាន់តែបង្ហាញពីភាពស្មោះត្រង់របស់បងទីបំផុតលោកពូក៏រំជួយចិន ក៏ហាក់សិត ភរិយាសម្លាញ់បើអូននៅតែមកក្រោកទៀតប្រហែលជាពួកយើងគួរតែរំលឹកអនុស្សាវរីយ៍ការប្រយុទ្ធមិញម្ដងទៀត អូនក្រោកហើយអូនក្រោកឡើងនេះហើយ លោកគ្រូខ្ញុំចង់ឲ្យលោកគ្រូជួយស៊ើបអង្កេតរឿងមួយបានទេបងត្រូវតែធ្វើការនៅតាមខេត្តឆ្ងាយបងទៅទុកចិននៅទីនេះអូនអាចប្រើគាត់បានបើសិនជាមានរឿងអី មិនអីទេបងអាចជំនួសការឈិនទៅជាមួយបងទៅគាត់អាចជួយបងបានដែរបងភ្លេចហើយមែនទេអូននៅមានយាយផងដែរ អូខេបើប្រពន្ធសម្លាញ់អាណិតបងខ្លាចបងខត់នឿយធ្វើការឆ្ងាយមែននោះចាំត្រឡប់មកវិញបងនឹងសងអូនវិញ តែបងមិនអាចនិយាយត្រង់តែទេ ឡោះបងលេងសើចហើយបើអូនមានរឿងអីនោះចាំទូរស័ព្ទរបស់បងបើសិនជានឹកផ្ញើសារឲ្យបងផងណា ឆ្លើយម្ដងទៀតមើល អូនដឹងហើយអូននឹងនឹកបងហើយក៏នឹងផ្ញើសារទៅបងដែរ ទៅចុះ យ៉ាងអត់ទេខ្ញុំត្រូវហៅអញថាបងថ្លៃស្រីហើយ យ៉ាងចង់ឲ្យខ្ញុំមកបែកក៏បានដែរ ចុះអញប្រាប់ខ្ញុំមកមើលថារវាងខ្ញុំនិងបងប្រុសមួយណាសំខាន់ជាង ឯង អញ្ចឹងបានដោយបំណងតែង ត្រូវហើយថ្ងៃនេះមានគេមកសម្ភាសការងារជិត10ម៉ោងហើយយើងបញ្ញាប់រៀបចំខ្លួនទៅ ល្អ នេះ សួស្តីអ្នកនាងខ្ញុំមកសម្ភាសការងារជាអ្នករចនានៅស្ទូឌីយោលេងស៊ី អញ្ចឹងក៏ចុះ នេះជាប្រវត្តិរូបរបស់ខ្ញុំ កុំបារម្ភអីការសម្ភាសរបស់យើងសាមញ្ញណាស់តើនាងតម្រូវការប្រាក់ខែប្រមាណដែរ អ្នកនាងរើខ្ញុំមិនទេអ្នកនាងមិនមើលម្ដងទៀតទេតាមពិតបទពិសោធន៍ប្រកួតរបស់ខ្ញុំគឺមានតិចតួចហើយបទពិសោធន៍ការងារក៏មិនសូវមានដែរ ខ្ញុំមើលឃើញថានាងត្រូវផ្នែកខ្ញុំណាស់សមត្ថភាពជំនាញអាចពង្រឹងបានការចាស់សម្រងក៏សំខាន់ដែរខ្ញុំមើលប្រវត្តិរូបរបស់នាងឲ្យពិតជាល្អខ្ញុំជឿជាក់លើសមត្ថភាពនាង រឿងប្រាក់ខែមិនសំខាន់អ្នកនាងចាត់ចែងមើលតាមការគួរសមចុះ អញ្ចឹងសូមស្វាគមន៍នាងចូលរួមខ្ញុំឈ្មោះឈិនរយ៉ាននេះឈ្មោះចាំងជាយ៉ាវបាននាងមិនថាអ្វីទេឲ្យពួកយើងថាបងស្រីក៏បាន អរគុណបងស្រីរយ៉ានខ្ញុំមកខំប្រឹងប្រែង មិនខ្ញុំមើលឯកសាររបស់នាងដូចជានៅក្រៅស្រុកនេះមិនទាន់មានកន្លែងស្នាក់នៅទេ បច្ចុប្បន្នអត់ទេប៉ុន្តែខ្ញុំនឹងបញ្ញាប់រកផ្ទះឲ្យបានឆាន់ បញ្ហានេះខ្ញុំអាចជួយនាងបាន ពិតមែនទេអរគុណ
តែអន្តេវាសិកដ្ឋានបុគ្គលិកក្រុមអាវ៉ាតក្រុមហ៊ុនលោកគ្រប់អាចទុកបន្ទប់ឲ្យបុគ្គលិកមួយស្នាក់នៅបានទេ ចាំបន្តិចទៀតបងឲ្យចិនចុងយកសោទៅឲ្យចំពោះថ្លៃឈ្នួលវិញមិនបាច់ទេប្រពន្ធសម្លាញ់អាចគិតគូរពីវិធីផ្សេងទៀតចុះ ដឹងហើយចាតែគាត់ថាបងប្រុសឯងគាត់នឹងចូលចិត្តកាដូមួយនេះទេ ចាន់ខ្ញុំគិតថាគ្រាន់តែធ្វើឲ្យបងខ្ញុំសប្បាយចិត្តធ្វើដល់ពីគួរឲ្យស្រឡាញ់ប្រសើរជាងទិញកាដូ អញ្ចឹងគាត់ចេះសម្បត្តិអាពាហ៍ពិពាហ៍ខ្ញុំក៏ទិញកាដូមួយឲ្យគាត់ប្រហែលគាត់សប្បាយចិត្តជាងជួយមើលខ្ញុំបន្តិចមើល នេះលកានេះមិនអត់ទេបងប្រាប់គាត់ទៅចូលចិត្តតែថ្លៃណាស់មែនទេ កាដូជូនបងប្រុសឯងទិញថាថោកមិននឹងសាំនឹងគាត់ទៅ ចាន់អញពិតជាចិត្តធំមែន ចាខ្ញុំចង់ឲ្យគាត់ភ្ញាក់ផ្អើលឯងជួយរក្សាការសម្ងាត់ឲ្យសិនណា មិនក៏ខ្ញុំមានអារម្មណ៍ថាដូចជាគេញ៉ុកស្គរគ្រាប់ចូលមកអញ្ចឹងតែហេតុអីក៏ខ្ញុំប្រញាប់ម្លេះ ថ្ងៃបងប្រុសឯងចេះសម្បត្តិអាពាហ៍ពិពាហ៍គាត់ផ្ទេរលុយឲ្យខ្ញុំ100លាន បងប្រុសខ្ញុំពិតជាមានទ្រព្យសម្បត្តិស្រុកស្ដាំមែន នោះមិនមែនគាត់ដណ្ដឹងឯងឈ្មោះជីហ្វងទេហេតុអីក៏ឯងមកលើកទូរស័ព្ទ គ្រាន់តែចាស់ទុំរៀបចំសងខាងខ្ញុំមិនចូលចិត្តគាត់តែសោះគេរំខានខ្ញុំរហូតដល់ធុញហើយចាន់បងប្រុសខ្ញុំមកនៅផ្ទះខ្ញុំនៅទីនេះពី3ថ្ងៃសិនចុះបើខ្ញុំត្រឡប់ទៅផ្ទះវិញប្រកាសជាមករំខានខ្ញុំស្លាប់ហើយ ល្អអញ្ចឹងថ្ងៃនេះពួកយើងទៅធ្វើអីវិញណែ គឺបង បងមកវិញតាំងពីពេលណា ទើបតែមកដល់អូនសម្លាញ់នឹកអូនណា លោកចិនអូនមានរឿងចង់និយាយជាមួយ អូន បង ធ្លាប់លើកនិយាយថាបាយគ្នាតែបន្តិចសោះក៏ស្រឡាញ់គ្នាខ្លាំងជាងមុនចាំរួចរាល់ហើយចាំនិយាយទៀតធ្លាប់លើកនិយាយថាបាយគ្នាតែបន្តិចសោះស្រឡាញ់គ្នាខ្លាំងជាងមុនយើងរួចរាល់ហើយចាំនិយាយគ្នាទៀតមិនក៏ឯងនៅទីនេះ បងប្រុសបងថ្លៃខ្ញុំអត់បានឃើញអីទេអត់បានឃើញអីទាំងអស់ពួកបងមកតទៀតចឹង ម៉ែនឹងអូនក៏ចង់និយាយរឿងនឹងជាមួយបងដែរចាគេមកដែរជាមួយអូនប្រហែលថ្ងៃនេះព្រោះអូនគេមិនសូវលក់ ចុះឥឡូវបងមកវិញហើយតាតែយប់នេះអូនគេងជាមួយបងឬគេងជាមួយនឹងគេ អើយលោកប្តីរត់ពេលឡើងខ្លាំងម៉ែបើអូនតែគេជាមួយបងយ៉ាច្បាស់ជាដឹងរឿងរបស់យើងមិនខានខ្មាស់គេស្លាប់អូនសន្យាជាមួយយ៉ាហើយស្អែកចាំនៅជាមួយបងណា សូមយកការប្រតិទិនសិនចុះស្អែកចាំបងទាសំឡងវិញ អរគុណបងអេយ៉ាតាណាបាត់ហើយមិនឃើញនាងសោះ បងដៃនាងចាញ់តាមពីព្រឹកព្រលឹមម្ល៉េះ តែបងប្រកាសជាបងប្រាប់បង្កើតមែន នាងរំខានប្រពន្ធបងអស់ច្រើនយកមកហើយគឺនៅមិនទាន់គ្រប់គ្រាន់ទៀតបងអត់អោនឲ្យនាងច្រើនណាស់ទៅហើយដោយសារតែនាងជាបងស្រីបង្កើត ពិតជាមិនដែលឃើញបងប្រាប់បង្កើតបែបនេះសោះអូននៅឃើញរឿងមួយបងចាំអូនមកផ្លែសិនអូនមានរបស់ម្យ៉ាងចង់ឲ្យបងនេះជាកាដូសម្រាប់បងឆាប់បើកមើលទៅតែចូលចិត្តទេ ចូលចិត្តបើប្រពន្ធសម្លាញ់បង្ហាញអារម្មណ៍តាមរបៀបផ្សេងបងនឹងចូលចិត្តជាងនេះ អេនេះគឺ មុននេះគឺជាចិញ្ចៀនភ្ជាប់វាចិញ្ចៀននេះគឺចិញ្ចៀនអាពាហ៍ពិពាហ៍ពេលដែលបងធ្វើការនៅក្រៅប្រទេសនោះបងកំងចិញ្ចៀននេះចូលចិត្តទេ ចូលចិត្ត ពិតជាចូលចិត្តមែនចុងគួរតែសងសម្រងឲ្យបងខ្លះទេហើយពេលដែលយប់មិញបងគេងម្នាក់ឯងនោះ ខាងក្រៅគេនិយាយតគ្នាថាលោកអគ្គនាយកលូមិនចូលចិត្តស្រីតែតាមពិតខ្លាំងទេថ្ងៃនេះអាកាសធាតុមិនសូវល្អចាំល្ងាចចាំសងបងវិញរសៀលនេះអូនត្រូវទៅជួបគេម្នាក់ទៀត តាមចិត្តប្រពន្ធសម្លាញ់ទាំងអស់មិនអីទេគ្រាន់តែដល់ល្ងាចចង់បដូរទីកន្លែងទេទីកន្លែងណា ទីកន្លែងអី ឧទាហរណ៍នៅលើផ្ទះនោះឬក៏នៅមុខបឹកអ៊ុយកញ្ចក់ធំ បានលោកនៅតែនិយាយផ្ដាស់ទៀតចាប់ពីថ្ងៃនេះទៅយើងបែកបន្ទប់គ្នាដេកហើយ បាទមិនហ៊ានទៀតទេបន្តិចទៀតទៅជុំនរណាគេត្រូវការអ្នកបើកឡានទេ មិនបាច់ទេអូនតែម្នាក់ឯងបានហើយ អញ្ចឹងសូមប្រយ័ត្នប្រយែងតាមផ្លូវបងទៅធ្វើការនៅក្រុមហ៊ុនហើយណាបងត្រូវខំរកលុយចិញ្ចឹមប្រពន្ធសម្លាញ់ ល្អ សៀវយ៉ានមិនក៏នឹងត្រឡប់មកស្រុកវិញមិនមែនថានេះមិនមកវិញទេ ខ្ញុំមិនមែនកំពុងស៊ើបអង្កេតរឿងមូលហេតុប៉ាម៉ាក់ស្លាប់ទេនៅស្រុកគេគ្មានបានការក៏ត្រឡប់មកមើលស្រុកវិញទៅម្យ៉ាងក៏កិច្ចពីការគ្រប់គ្រងរបស់សិនអេเจนដែរចុះលោកក៏ត្រឡប់មកវិញដែរ មិនមែនដោយសារខ្ញុំចង់សិក្សាឈាមចំណៃរបស់នាងទេអីខ្លាចក្រែងនេះគ្រុនក្តៅហើយដូចសន្លប់ហើយគ្រុនក្តៅញឹកញាប់ទៀតខ្ញុំនៅស្រុកក្រៅស្រាវជ្រាវមិនបានលទ្ធផលអីទេទើបខ្ញុំត្រឡប់មកស្រុកមើលសិនលទ្ធផលគឺនៅតែដដែលនឹងគ្មានអ្វីរីកចម្រើនទេ មិនអីទេមិនស្លាប់ទេ នាងប្រកាសទេថាគ្រួសារនាងគ្មានជំងឺដំណោះពូជទេ អ
អត់មានទេមកដល់ទីនេះលើកនេះគឺទុកសំណាក់ជាមួយទៀតឲ្យលោកព្រោះក្រៅទៀតខ្ញុំប្រហែលរវល់ខ្លាំងមិនប្រកាសថាមានពេលមកពិនិត្យទៀតទេនាងរវល់អីទៅមានរឿងអីសំខាន់ជាងសុខភាពរបស់នាងទៀតទេសំខាន់ទាំងអស់អីបែរឿងសុខភាពខ្ញុំលោកមិនត្រូវប្រាប់អ្នកណាទាំងអស់ទេដឹងហើយមកនេះចាំយកឈឹមទៅពិនិត្យសិនលោកកញ្ញាលោកគ្រូរបស់លោកបានរកព័ត៌មានខ្លះហើយនិយាយមកមុនពេលដែលប៉ាម៉ារបស់លោកស្រីស្លាប់ពួកគាត់កំពុងតែស្រាវជ្រាវលើគម្រោងវិទ្យាសាស្ត្រមួយទទួលបានលទ្ធផលរួចទៅហើយថែមទាំងទទួលបានលិខិតតែងតាំងវិទ្យាសាស្ត្រពីអន្តរជាតិប៉ុន្តែពួកគាត់បែរជាជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវពេលទៅពលានយន្តហោះវិញស្របពេលនោះដែរមានសាស្ត្រាចារ្យម្នាក់ឈ្មោះថាចាងឈីងបានទៅជំនួសគាត់កាន់តំណែងនោះពួកយើងសង្ស័យថាប៉ាម៉ាលោកស្រីត្រូវគេសម្លាប់ចាងឈីងគ្រាន់តែជាសាស្ត្រាចារ្យធម្មតាម្នាក់មិនទាន់មានសមត្ថភាពធ្វើរឿងនេះទេនៅពីក្រោយគេគឺច្បាស់ជាមានមនុស្សម្នាក់ទៀតហើយឯងទៅប្រាប់លោកគ្រូឲ្យគាត់បន្តតាមដានរឿងនេះទៀតចុះខ្ញុំមិនអនុញ្ញាតឲ្យមានអ្វីគំរាមកំហែងដល់យ៉ាន់ទេបងមកវិញហើយបងជួបអ្នកដឹកជញ្ជូននៅមាត់ទ្វារគេថានេះជាកញ្ចប់របស់អូនមិនបានកំងអីទេយ៉ាន់ក៏ដូចសុំទោសដែលខ្ញុំរំខានឯងនិងបងប្រុសកំពុងផ្អែមល្ហែមយ៉ាអ្នកទិញឲ្យក៏សមដែរដែលនាងគិតគូរបានប៉ុណ្ណឹងហាក់ដូចជាលោកស្រីគិតថាបងមិនបានបម្រើអូនឲ្យបានល្អទើបបានជារៀបចំរបស់នេះយកមកបន្ថែមភាពស្និទ្ធស្នាលមែនទេមិនមែនទេបងស្ដាប់អូនសិនអូនមិនដឹងថាយ៉ាងចៅឲ្យរបស់នេះមកទេបើសិនជាអូនដឹងអូនប្រកាសជាមិនទទួលយកមកទេណែចាំមកវិញភ្លាមបងគិតថាយើងមិនគួរធ្វើឲ្យយ៉ាយខូចចិត្តនោះទេមិនអូនថាចង់សងបងវិញនៅពេលយប់មែនទេឥឡូវសាក់គិតមើលទៅធ្វើយ៉ាងហ្នឹងលោកចិនបងគួយស្អប់ណាស់លេងអូនទេលោកចិនយ៉ាមិនដឹងអ្វីទាំងអស់ទំនាក់ទំនងស្នេហារបស់ពួកយើងទាំងពីរអ្នកល្អណាស់មិនចាំបាច់មានរបស់ទៅនេះមកបន្ថែមភាពអែមល្ហែមអីទៀតនោះទេពួកយើងស្រឡាញ់គ្នាណាមែនទេមែនស្រឡាញ់គ្នាណារឿងនេះដាច់ខាតមិនអាចពាក់បានទេពាក់ទៅពិតជាមានរឿងធំមិនខានសម្លៀកបំពាក់ទៅនេះនៅថ្មីទាំងអស់មិនទាន់បោកទឹកទេអញ្ចឹងទៅមិនទាន់ឲ្យលោកស្រីពាក់ប៉ុន្តែរឿងដែលលោកស្រីសន្យាជាមួយបងនោះលោកចិនមិនអាចធ្វើរឿងផ្លូវភេទច្រើនពេកទេត្រូវចេះទប់លេងអូនទៅបងទ្រាំអស់រយៈពេល30ឆ្នាំហើយពិតជាទ្រាំលេងបានហើយត្រូវធ្វើដូចម្ដេចប៉ុន្តែអូនពិតជាឈឺខ្លួនអស់ហើយអូនបានលេងរួចហើយយ៉ាន់បងគឺជាអ្នកជំនួយមិនធ្វើជំនួយខាតទេសំខាន់គឺដកដូរដោយស្មារតីគ្នាចុះបងចង់ដកដូររបៀបណារងចាំដល់លោកស្រីរួចរាល់ហើយស្លៀកពាក់ឈុតនេះឲ្យបងមើលផងលោកចិនហេតុអីក្នុងក្បាលបងគិតតែពីរឿងនេះរាល់ថ្ងៃអញ្ចឹងសំខាន់លោកស្រីតាក់ទាញពេកទ្រាំមិនបានប៉ុន្តែមិនបាច់បញ្ញាពេកទេនៅសល់ពេល2-3ថ្ងៃទៀតលោកស្រីអាចគិតមួយបានហើយល្ងាចនេះចង់ញ៉ាំអីអូនមិនសូវឃ្លានទេប៉ុន្តែចង់ផឹកតែទៅដល់គោបងមិនចេះធ្វើទេប៉ុន្តែកំងតាមអេបបានប្រពន្ធសម្លាញ់កំងខ្លួនឯងទៅលេខសម្ងាត់ថ្ងៃខែឆ្នាំរបស់ប្រពន្ធសម្លាញ់ដឹងហើយគាត់កំពុងតែលេងហ្គេមនេះដែរទៅញ៉ាំបាយចាំតែទៀតឈ្នះឥឡូវហើយប្រពន្ធសម្លាញ់ចូលចិត្តលេងហ្គេមនេះពីមុនគឺមានមិត្តភ័ក្តិអនឡាញម្នាក់ណែនាំឲ្យបងហើយពេលនោះគឺពួកយើងលេងសប្បាយមែនទែនលទ្ធផលរបស់គាត់នោះគឺចាញ់បងជារៀងរហូតបានហើយញ៉ាំបាយលោកម្ចាស់តូចអ្នកបង្កើតហ្គេមនេះគឺអូនប្រហែលជាអូនជាមិត្តភ័ក្តិអនឡាញដែលបងបាននិយាយដល់នោះហើយអញ្ចឹងមិញនេះបងកំពុងតែអួតប្រាប់អូនតែមែនទេអ្នកបង្កើតហ្គេមនេះគឺអូនប្រហែលជាអូនជាមិត្តភ័ក្តិអនឡាញដែលបងបាននិយាយនោះហើយអញ្ចឹងមិញនេះបងកំពុងតែអួតប្រាប់អូនតែមែនទេគឺជាកំហុសបងថ្ងៃក្រោយពេលលេងហ្គេមបងនឹងចោះចាញ់ប្រពន្ធបងបន្តិចទៅបានអូនមិនត្រូវការបងចោះចាញ់ទេប្រពន្ធសម្លាញ់កុំខឹងអីគឺបងខុសហើយ
យប់នេះបងត្រូវកិច្ចបន្តទទួលភ្ញៀវអូននឹងលើកលែងទៅឲ្យ ប្រហែលជាមិនបានទេយប់នេះបងធានាថាមិនប៉ះលោកស្រីប្រពន្ធក៏ប៉ុន្តែបងគេងបែកបិទទុកមិនព្រមទេ បងពិតជាគ្មានចិត្តចង់សុំទៅអីបន្តិចសោះ អញ្ចឹងឲ្យបងលុតជង្គង់ទៅ បានហើយលើកលែងទៅឲ្យបងចុះ បងចាំបានថាហ្គេមនេះទើបតែចាប់ផ្ដើមលើកដំបូងឆ្នាំទី6ហើយពេលនោះប្រពន្ធបងគឺទើបតែអាយុ20ឆ្នាំ ពេលនោះគាត់ថាវាសប្បាយលេងទៅបង្កើតក្រោយមកពេលនៅបរទេសខ្វះលុយទៅលក់កម្មសិទ្ធិទៅ ចុះឥឡូវនេះប្រពន្ធបងនៅខ្វះលុយទៀត ខ្វះតែ បងបានផ្ទៃទ្រព្យសម្បត្តិបងទាំងអស់ឲ្យទៅប្រពន្ធសម្លាញ់ទេប្រពន្ធសម្លាញ់នៅតែខ្វះលុយទៀត របស់ទាំងនោះមិនមែនជាលុយសុទ្ធទេអ្វីដែលខ្ញុំខ្វះគឺលុយសុទ្ធ មើលទៅគឺដូចជា100លានដែលបងផ្ទេរឲ្យប្រពន្ធសម្លាញ់អញ្ចឹងលើក្រោយពេលដែលប្រពន្ធខ្វះលុយចាស់ អូនឃ្លានតិចហើយអូនទៅញ៉ាំបាយហើយណាឆាប់មក យ៉ាងត្រូវការលុយច្រើនយ៉ាងនេះលុយដូចជន់ឆាយយ៉ាងឲ្យយើងជារៀងរាល់ឆ្នាំគួរតែគ្រប់គ្រាន់ហើយយ៉ាងតើនៅលើខ្លួនអូននៅមានអាកំបាំងអ្វីទៅ សៀយ៉ៅលើកមុនអានេះផ្ញើលុយឲ្យខ្ញុំ150លាននោះឥឡូវនេះស្ទើរតែអស់ទៅហើយការស្រាវជ្រាវនេះពិតជាស៊ីលុយណាស់ ខ្ញុំនៅរកវិធីពេលថ្ងៃទៀតខ្ញុំនឹងផ្ញើលុយ50លានទៀតទៅឲ្យ ឡោះ ខ្ញុំត្រូវតែការលុយបន្ថែមទៀតហើយថ្មីនេះមានការងារអីទេខ្ញុំខ្វះលុយហើយ មានការងារមួយត្រូវទទួលទេជាការបញ្ជាទិញពីលុយចិញ្ចឹននៅពេលកាំងមានតម្លៃ50លាន យប់ត្រូវហើយតើនរណាគេផ្ញើសារមកហ្នឹង អូនមានរឿងបន្តិចចង់ទៅបន្ទប់ធ្វើការបងកេញមិនទៅ ឬមិនក៏លោកត្រីលួចលាក់ចិញ្ចឹមប្រុសខាងក្រៅបានជាអញ្ចឹងនោះ ពិតជាមានរឿងពិតមែន ដឹងហើយទៅចុះបងនៅទីនេះរងចាំប្រពន្ធសម្លាញ់ តើលុយចិញ្ចឹនកំពុងស៊ើបអង្កេតរឿងអី នេះគឺជាវាយមែនទេគាត់ចង់ស៊ើបអង្កេតរឿងម្ដាយរបស់ចិញ្ចឹន លុយចិញ្ចឹនបែរជាចង់ស៊ើបអង្កេតរឿងពុកម្ដាយខ្ញុំសោះតែគាត់ដឹងតាំងពីពេលណាអញ្ចឹងហើយបានជាគាត់អាចបញ្ជាបញ្ចូលលោកពូឲ្យយល់ព្រមឲ្យពួកយើងរៀបការក៏តើតរឿងនេះដែរស្ដាយណាស់ខ្ញុំស៊ើបអង្កេតយូរហើយតែរកមិនឃើញព័ត៌មានសំខាន់ច្រើនទេការងារនេះមិនទទួលទេតែថ្ងៃក្រោយបើគាត់កំងអីបញ្ជាក់តម្លៃឲ្យគាត់ផង ខ្ញុំមិនច្រឡំទេនេះគឺជាមនុស្សរករឿងលុយផងបែរជាចង់បញ្ចុះតម្លៃឲ្យអ្នកមានស្រុកស្នំទៅវិញ មិនយកមិនឆាប់លុយចិញ្ចឹននឹងដឹងការពិតថាខ្ញុំមិនមែនជាមនុស្សសាមញ្ញនិងគ្មានគ្រោះថ្នាក់ដោយដែលគាត់ឃើញនោះតែគាត់នឹងពេញចិត្តខ្ញុំទេហើយដែលខ្ញុំចាប់ផ្ដើមខ្វល់ថាគាត់ចូលចិត្តខ្ញុំឬក៏អត់ឬមួយក៏ខ្ញុំមានអារម្មណ៍ផ្សេងចំពោះគាត់ហើយមិនយកទេលុយចិញ្ចឹននឹងដឹងការពិតថាខ្ញុំមិនមែនជាមនុស្សសាមញ្ញពេលនោះតែគាត់នៅតែចូលចិត្តខ្ញុំទេ បងស្រឡាញ់អូននិងស្រឡាញ់អូនជានិញអូនកុំសង្ស័យអារម្មណ៍បងចំពោះអូននេះសោះ តើបងដឹងថាអូនចង់និយាយអ្វីដោយរបៀបណាតើបង ប្រពន្ធសម្លាញ់អាកំបាំងនៅក្នុងខ្លួនអូនថ្ងៃណាមួយអូននឹងប្រាប់បងផ្ទាល់បងមិនប្រញាប់ទេថ្ងៃនោះអូនមិនទាន់ឆ្លើយនឹងបងទេតើអូនចូលចិត្តពិចារណាឬខំអុយកញ្ចក់ធំតែអញ្ចឹងយកពិចារណាចុះ អាឡូ ការពិតពិសោធន៍មានលទ្ធផលហើយបើថ្ងៃនេះទំនេរមកមើលផងណា ល្អ មិនក៏លុយចិញ្ចឹននៅជាមួយនឹងសៀវយ៉ារបស់ជាងបាន នេះឆាក់អីប៉ែហើយនេះលុយចិញ្ចឹនដែលជាប្តីរបស់ខ្ញុំ សួស្តីខ្ញុំឈ្មោះលូចិញ្ចិន មិនក៏នៅពាក់ព័ន្ធជាមួយនឹងមនុស្សដូចជាលុយចិញ្ចឹនទៅវិញ តែអ្នករកឃើញតម្រៃអ្វីខ្លះហើយ រឿងនេះមិនអាចនិយាយនៅចំពោះមុខគាត់បានទេ មិនមែនអ្នកក្រៅទេនិយាយមក មើលទៅដូចជាលោកសាស្ត្រាចារ្យឈិនចឹងលើកមកគាត់ស្រាវជ្រាវករណីជំងឺ រឿងនឹងខ្ញុំដឹងហើយ នាងមកជប់ចិនអ៊ីបៀដើម្បីសើបរឿងកំពុងបដិប្រពន្ធខ្ញុំ នាងដឹងអស់ហើយ មានរឿងផ្សេងទៀតទេ អស់ហើយខ្ញុំមានធរៈខ្ញុំទៅមកសិនហើយចាំតែតទៅគ្នាពីក្រោយណា ឆាក់អីប៉ែបងដឹងហើយថាគាត់ល្បីខាងពេទ្យណាខ្ញុំសឹកដឹងថាពុកម្ដាយខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ពេលទៅប្រជុំនឹងរាយការណ៍លទ្ធផលស្រាវជ្រាវនឹងឯងក្រោយមកការស្រាវជ្រាវនោះក៏លែងមានលទ្ធផលទៀតដែរខ្ញុំបារម្ភថារឿងនេះទាក់ទងនឹងការស្លាប់របស់ពួកគាត់នឹងអីប៉ែពួកគាត់ខ្លាំងណាស់ក្នុងវិស័យវិទ្យាសាស្ត្រ អញ្ចឹងដែរប្រពន្ធសម្លាញ់ថាខ្វះលុយដោយសារតែយកលុយទាំងអស់ទៅឲ្យគាត់ធ្វើការងារស្រាវជ្រាវមែនទេហើយទៅចង់បាំងស្ទីឌីយោក៏ព្រោះតែចង់រកលុយដែរ ពិតជាលាក់បាំងអ្វីពីបងមិនបានសោះ តាមមានរឿងផ្សេងដែលអូនចង់លាក់នៅបងទៀតទេ
តាមពីរឿងដែលអូនចង់លាក់បងទេ រឿងឈាមអូនមានបញ្ហាខុសប្រក្រតីពេលនេះគ្មានអារម្មណ៍មិនស្រួលអ្វីទេសុខភាពក៏ធម្មតាដែរមិនដឹងថាវាល្អឬអាក្រក់នៅឡើយទេកុំតន់ឲ្យគាត់បារម្ភអីល្អជាងគ្មានទេ ឡោះបងយល់ពេលនេះទៅលុយវិនិយោគដែលឲ្យជន់អ៊ីបែននោះទុកឲ្យបងចេញអ្នកចេញលុយរបស់យ៉ានទុកឲ្យអូនចាយវិញខ្លួនឯងគ្រាន់តែបងមិននឹកស្មានថាអូនអាចអញ្ជើញជន់អ៊ីបែនមកសោះពេលធំជាងគេនៅទីក្រុងសូម្បីតែឲ្យគេធ្វើជាសាស្ត្រាចារ្យក៏គេមិនព្រមផង កាលពេលនៅបរទេសមានពេលមួយដោយសារតែរឿងតូចមួយអូនបានជួយគេបន្តិចបន្តួច បន្តិចបន្តួចស្រីកុហកបានណាមិនយូរមិនឆាប់បងនៅរងចាំដល់ថ្ងៃដែលអូនព្រមនិយាយប្រាប់បងដោយស្មោះត្រង់ពេលណាទៅយ៉ានជួបនឹងរឿងអ្វីមួយគិតដល់បងមុនគេនោះ ពេលនោះអូនមិនទាន់ស្គាល់បងផង អញ្ចឹងយល់ព្រមហើយណាយ៉ានត្រូវចាំថ្ងៃក្រោយបើជួបនឹងរឿងអ្វីត្រូវគិតដល់បងមុនគេបានទេ សៀវយ៉ាថ្ងៃនេះមិនក៏មកម្នាក់ឯងប្តីរបស់នាងទៅណាហើយ បើគាត់មកជាមួយខ្ញុំតើលោកហ៊ានបំឈាមខ្ញុំទេ ខ្ញុំគ្រាន់តែខ្លាចនឹងភ័យនឹងហើយខ្ញុំចង់បន្ធូរអារម្មណ៍របស់នាងតែបាននិយាយទៅប្តីរបស់នាងក៏មិនអត់ដែរលើកមុនជួបគ្នាភ្លាមខ្ញុំក៏ទទួលបានទូរស័ព្ទពីលេខាគាត់ថាពេលក្រោយបើខ្ញុំខ្វះខាតលុយឲ្យតាក់ទងទៅគាត់ភ្លាមកុំឲ្យចំណាយលុយនឹងទៀត ខ្ញុំស្មានថាពេលនោះគាត់គ្រាន់តែនិយាយលេងទេមិននឹកស្មានថាគាត់ធ្វើមែនបើកម្រងខ្ញុំខ្វះលុយលោកអាចសុំគាត់បានតែបើកម្រងផ្សេងទៀតនៅពេលខ្វះលុយឲ្យខ្ញុំជាអ្នកចេញឲ្យលោកចុះ មិនមែនជាប្តីតែបែរជាចែកប្រប្រាយគ្នាម្ល៉េះពួកអ្នកទាំងពីររៀបការជាមួយគ្នាភ្លាមមិនមែនមិនចុះសម្រងជាមួយគ្នាទេដឹង កុំចិត្តទៅសួររឿងគេអញពេកជាធម្មតាអ្នកដែលដឹងច្រើនកាន់តែងាយមានរឿងច្រើន បាទខ្ញុំតែហ៊ានសួរហើយចាំបន្តិចខ្ញុំនៅសល់មួយសំណួរចុងក្រោយទៀត និយាយមក សៀវយ៉ាកុំប្រាប់ថាលុយចិញ្ចិនមិនតាន់ដឹងរឿងរបស់នាងទេណាគាត់ជាមនុស្សគ្រោះថ្នាក់ណាត្រូវប្រយ័ត្នផង រឿងដែលខ្ញុំសង្កេតរឿងប៉ាម៉ាក់ខ្ញុំគាត់ដឹងយូរហើយខ្ញុំប្រាប់គាត់ថាកម្រងដែលប៉ាម៉ាក់ខ្ញុំស្រាវជ្រាវកាលពីមុនតែមិនបានសម្រេចគឺលោកជាអ្នកទទួលខុសត្រូវតែរឿងឈាមរបស់ខ្ញុំខុសប្រក្រតីខ្ញុំមិនបានប្រាប់គាត់ទេរឿងនេះទៅអ្នកណាសួរក៏ដែរលោកត្រូវរក្សាការសម្ងាត់ នាងធ្លាប់គិតទេថាបើនាងប្រាប់គាត់ការពិតជាមួយនឹងអត្តពលរបស់លុយចិញ្ចិនគាត់អាចជួយនាងបានច្រើនណា ដាច់ខាតមិនបានទេរឿងនេះគឺមិនអាចឲ្យអ្នកណាដឹងជាដាច់ខាតបើមិនចឹងទេកម្រងនឹងត្រូវចាប់ អូខ្ញុំយល់ហើយនាងនឹងតែងតែរំខានអ្នកដទៃបែបនេះហើយ នៅបំឈាមទេឬក៏អត់ បងទៅនាងបំឈាមញឹកញាប់ពេកហើយខ្លួនប្រាណចុកខ្សោយត្រូវសម្រាប់បានច្រើន ល្អ មានរឿងហ្នឹងមិនក៏មកស្លេកម្ល៉េះមិនស្រួលខ្លួនបែបទេ មិនអីទេគ្រាន់តែហាត់បន្តិចកេងមកផ្លែតសិនហើយដល់ផ្ទះចាំដាស់ផង នាងជប់នៅចិនអ៊ីបែញឹកញាប់ម្ល៉េះរដងចេញមកវិញមកស្លេកបែបនេះប្រហែលជានាងនឹងគេមិនមែនគ្រាន់តែជារឿងលុយស្រាវជ្រាវធម្មតាទេហ្នឹងយ៉ាងណារឿងអាកំបាំងរបស់អូននៅតែមិនអាចប្រាប់បងទេ មានរឿងអី ខ្ញុំទទួលមកព័ត៌មានមួយអ្នកណាជាអ្នកស៊ើបអង្កេតព័ត៌មានដែលលោកគ្រូផ្ដល់ឲ្យលោកកាលពីមុន អ្នកណា ដូចជាប៉ូលីសអន្តរជាតិផ្នែកស៊ើបអង្កេតជាអ្នកចុះដៃ ប្រកាសហើយ ខ្ញុំក៏ផ្ទះបានដែរប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីលោកជប់ពីទីនោះប៉ូលីសអន្តរជាតិលែងស៊ើបអង្កេតរឿងអាតកម្មទៀតហើយគេឈ្មោះនៅលើឆាកអន្តរជាតិក៏លែងដូចមុនដែរមិនដឹងថាពេលក្រោយមានសមាជិកថ្មីដែលមានជំនាញហែកកើតដូចជាលោកដែរទេយ៉ាងណាលោកគ្រូក៏ជាអ្នកនិយាយផ្ទាល់ដែរថែមទាំងគាត់ព្យាយាមតាម IP វិញដែរតែគួរឲ្យស្ដាយទីតាំងចុងក្រោយបែរជាទីស្នាក់ការនៅប្រទេសអេរបស់យើងទៅវិញមើលទៅពេលនេះប្រហែលជាមានគេកែប្រែពាក់កណ្ដាប់ហើយរឿងនេះមើលទៅមានការពាក់ព័ន្ធច្រើនណាស់ហើយអាតកម្មទៀត ដឹងហើយស្អែកខ្ញុំទៅសួរសុខទុក្ខដល់ផ្ទាល់ចុចបាត់ មិនក៏មិនដែរអូន ឃើញអូនគេស្កប់ពេកទើបមិនហ៊ានដាស់ តែមិនអ្នកណាទូរស័ព្ទទៅបងនឹងថែមទាំងធ្វើលោកអគ្គនាយកលើទៅសួរសុខទុក្ខផ្ទាល់ទៀត អូប្រពន្ធសម្លាញ់សុននំមែនទេវាជារឿងការងារហើយចុះអូនវិញអមិនក៏ហត់ម្ល៉េះមកពីបុគ្គលិកនៅស្ទីឌីយោមិនគ្រប់គ្រាន់រវល់ពេកមែនទេមិនចង់និយាយក៏មិនអីដែរប្រហែលថ្ងៃនេះបងត្រូវធ្វើការនៅក្រៅប្រទេសមិននឹកបងខលទៅណា ចា អាឡូ សំទោសអ្នកនឹងឈិនរូយ៉ានមែនទេខាងយើងមានកញ្ចប់មួយដែលផ្ញើពីបរទេសសម្រាប់ឲ្យអ្នកនាង មកពីបរទេសមិនមែនសិនអីចិនទេដឹងតែមិនក៏គេដឹងទីតាំងខ្ញុំលឿនម្លេះតែអាចយកវាឲ្យខ្ញុំនៅស៊ីតយោលេងស៊ីក្នុង CBD ស្អែកបានទេ អូបាន
ស្អែកពួកយើងនឹងយកទៅឲ្យអ្នកនេះអ្នកផ្ទះកញ្ចប់នេះបានបញ្ជាក់ថាត្រូវឲ្យអ្នកនាងចូលហត្ថលេខាដោយផ្ទាល់ដូច្នេះហើយអ្នកនាងសូមត្រៀមតាក់សញ្ញាបត្របានល្អមិននេះគិតអីទៅមនុស្សម្នាក់នេះមិនក៏សន្យាម្លេះអត់អីទេពិតជាមិនអីមែនអូនស្បាត់ជាអូនចុះទៅយើងទៅផ្ទះអូនđangខ្លួនឯងហត់លុយហើយកុំចង់ខ្លាំងទៀតអីលោកគ្រូសោះសំណប់ទីបំផុតនឹកឃើញមកសួរសុខទុក្ខជាងហើយលោកគ្រូលើកនេះមកក៏ព្រោះរឿងដែលខ្ញុំធ្លាប់រំខានលោកគ្រូកាលពីមុនដែរពិតជាគ្មានរឿងអ្វីមិនមកដល់គាត់លោកសង្ឃមែនតែនៅហើយចុះអ្នកណាឲ្យយើងមានសិទ្ធិដូចជាឯងរឿងដែលយើងអាចស៊ើបបានក៏មានតែប៉ុណ្្នឹងឯងព័ត៌មានខ្ញុំទទួលបានក៏មិនខុសគ្នាដែរត្រូវហើយហេតុអីបានជាឯងស្រាប់តែចង់ស៊ើបរឿងប្រិយប្រពន្ធឆឹងជីងទៅវិញតើពួកគេមានតំណែងតំណងអីជាមួយតកូលូមិនបានជាឯងខ្វាយខ្វល់នឹងគេយ៉ាងនេះតំណែងតំណងប្រិយប្រពន្ធឆឹងជីងគឺជាពុកម្ដាយរបស់ប្រពន្ធខ្ញុំរៀបការហើយឯងរៀបការហើយដើមរំលងភ្នំក៏ចេះចេញផ្កាដែរតើស្ត្រីអស់ចាក់បែបណាទើបអាចយកឈ្នះចិត្តឯងបានចាំមានការចុះខ្ញុំនាំនាងមកជួបនឹងលោកពេលនោះលោកគ្រូកុំភ្លេចរៀបចំវត្ថុអនុស្សាវរីយ៍ទុកជាមុនផងណាមិនអីទេរបស់ផ្សេងគឺគ្មានប៉ុន្តែវត្ថុបុរាណនិងអក្សរផ្ចង់គឺមានខ្លះដែរកូនប្រសាលោកគ្រូនាងគឺជាមនុស្សស្លូតបូតបន្តិចតែចូលចិត្តលុយលុយឯងមានច្រើនទៅហើយនៅមិនអាចបំពេញចិត្តនាងបានទៀតឬក៏ឯងមិនឲ្យនាងប្រើលុយដែលមើលឃើញខ្ញុំឲ្យគាត់អស់ទៅហើយគ្រាន់តែគាត់ធ្វើការស្រាវជ្រាវចំណាយលុយច្រើនណាស់ទៅហើយករណីជំងឺដែលលោកឈិនជីងធ្លាប់ស្រាវជ្រាវពីមុនឥឡូវនេះឈិនជីប៉ាញជាអ្នកបន្តមុនពេលជួបឯងតើនាងយកលុយពីណាច្រើនម្ល៉េះខ្ញុំក៏ឆ្ងល់រឿងនេះដែរដូច្នេះហើយទើបខ្ញុំស៊ើបរឿងនេះបន្តិចបន្តួចខ្ញុំរកឃើញថានាងជាម្ចាស់ម៉ូដដ៏ល្បីល្បាញជាសិស្សសាលារបស់ Jennifer ហើយទោះបីជាអ្នកនៅក្នុងរង្វង់ម៉ូដមានលុយច្រើនចំណាក៏ពិតមែនតែការចំណាយរបស់នាងគឺហួសហេតុពេកនាងច្បាស់ជាមានអត្តសញ្ញាណផ្សេងទៀតពិតជាស្ត្រីអស្ចារ្យមែនស្ត្រីធម្មតាឯងក៏មើលមិនចុះភ្នែកដែរបើរកមិនឃើញលទ្ធផលអ្វីសោះតើឯងនៅត្រូវការឲ្យគ្រូជួយអ្វីទៀតបច្ចុប្បន្នមិនទាន់ឲ្យលោកគ្រូចេញមុខជួយនោះទេព្រោះសូម្បីតែកម្លាំងសម្ងាត់របស់លោកគ្រូក៏មិនទាន់រកឃើញអ្វីខុសប្រក្រតីដែរខ្ញុំខ្លាចបានបន្តជិះឲ្យជ្រៅទៀតនោះអាចនឹងបន្លាចពោះឲ្យភ្ញាក់ដូច្នេះរងចាំពេលណាដែលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតរឿងនេះចរិតរងរូបដូចជាឯងនេះក៏ចេះអោនក្បាលឲ្យប្រពន្ធដែរមើលទៅស្ត្រីអស្ចារ្យម្នាក់នេះគ្រូចង់ជួបនេះឲ្យបានឆាប់បើបុគ្គលិកលក្ខណៈពួកយើងមិនត្រូវគ្នាមើលទៅអំណោយជួបគ្នាលើកនេះគ្រូត្រូវកាត់បន្ថយឲ្យបានច្រើនហើយដល់ពេលដែលលោកគ្រូជួបហើយធានាថាលោកគ្រូនឹងពេញចិត្តមកដល់ទៅហើយស្នាក់នៅមួយថ្ងៃទៀតទៅមិនបានទេខ្ញុំបញ្ញាប់ត្រឡប់ទៅជួបប្រពន្ធខ្ញុំវិញយ៉ាណាមិនក៏គេងលឿនម្ល៉េះមានរឿងអីខ្ញុំទៅត្រឡប់មកពីធ្វើការឃើញនាងគេងលើក្រែតែខ្ញុំហៅនាងយ៉ាងម៉េចក៏នាងមិនឆ្លើយដៃជើងទៅជាអស់ហើយក៏ស្លាប់បាត់ស្មារតីទៀត3ឆ្នាំមុននាងធ្លាប់ស្លាប់ម្ដងហើយក្រោយមកមិនអាចកើតអីទៀតទេមិនក៏ទៅជាបែបនេះលោកចេញក្រៅសិនទៅខ្ញុំពិនិត្យមើលនាងបន្តិចលោកចាំនៅខាងក្រៅទៅលោកចិញ្ចឹនខ្ញុំគឺជាគ្រូពេទ្យសូមជឿជាក់លើខ្ញុំបាទខ្ញុំចេញក្រៅរងចាំមានរឿងអីហៅខ្ញុំចុះសៀវយ៉ានាងរើប្តីមួយនេះរឹងរូបគ្មានហេតុផលសោះសុខភាពនាងយ៉ាងម៉េចហើយសៀវយ៉ាមិនអាចខ្ញុំប្រាប់អ្នកណាទេប៉ុន្តែអ្នកទៅពីរៀបការហើយខ្ញុំក៏មិនដឹងថាសៀវយ៉ាពិតជាស្រឡាញ់លោកខ្ញុំក៏ចង់លាក់បាំងបន្តទៀតដែរប៉ុន្តែមើលទៅពេលនេះលាក់លែងបានទៀតហើយតែពេលនេះលាក់លែងបានទៀតហើយប្រាប់មកទោះយ៉ាងណាខ្ញុំទទួលយកបានដរាបណាជារឿងសម្ងាត់របស់យ៉ាយ៉ាងខ្ញុំអាចទ្រាំបានទាំងអស់3ឆ្នាំមុននាងធ្លាប់បានសម្លាប់ដល់គ្មានមូលហេតុម្ដងហើយរោគសញ្ញាស្តេងនឹងលើកនេះដែរលើកនោះនាងសម្លាប់យូរគួរសមខ្ញុំនាំនាងទៅមន្ទីរពេទ្យពិនិត្យឃើញថាអ្វីៗប្រក្រតីទាំងអស់ខ្ញុំពិតជាមិនអស់ចិត្តទេមិនសិនពិនិត្យមើលមិនឃើញខ្ញុំក៏ធ្វើខ្លួនឯងដូច្នេះខ្ញុំសូមសំណាក់ឈាមរបស់នាង3ឆ្នាំមកនេះនាងតែផ្ដល់ឈាមឲ្យខ្ញុំ
តែខ្ញុំស្រាវជ្រាវមិនឃើញអ្វីសោះគ្រាន់តែដឹងថាឈាមរបស់នាងខុសប្រក្រតីជាកោសិកាឈាមប្រភេទថ្មីមិនដែលស្គាល់ លើកដល់នាងឲ្យលោកយកទៅស្រាវជ្រាវរឿងនេះមែនទេ ភាគច្រើនគឺអញ្ចឹងហើយក៏មានខ្លះទៀតដែរក្រុមហ៊ុនឱសថឈិនប្រហែលឆ្នាំមកនេះខាតបង់រហូតពូនាងនិងគ្រួសារនាងល្អចំពោះនាងណាថ្មីដែលក្រុមហ៊ុនឈិនស្រាវជ្រាវរកឃើញនាងក៏បានជួយច្រើនដែរ ខ្ញុំសង្ស័យថាឈាមរបស់នាងមានពាក់ព័ន្ធនឹងរឿងដែលឪពុកនាងស្រាវជ្រាវកាលពីលើកមុនដែលមិនទាន់បានប្រកាសជាសាធារណៈតែលោកដឹងរឿងនេះទេ មិនច្បាស់ទេ ខ្ញុំនៅរកឯកសារកាលពីមុនផ្ញើឲ្យលោក ទៀតហើយសិនអេជីននេះដូចជាខ្មៅឡងអញ្ចឹងខ្ញុំគ្មានអាកបាំងអីទៀតទេ មិនបានទេបងត្រូវខំរកលុយព្រោះយ៉ានរបស់បងចាយលុយរាប់រយលានឯណោះ ចេះតានិយាយ បងណាត់ជួបនឹងមិត្តភក្តិពីរនាក់ទៅជួបគ្នាសិន ល្អ មកដល់ហើយ មកអង្គុយមកនេះជីបងនៅថ្ងៃមុខភាគច្រើននៅខ្លាចជាកូនប្រសារបស់ត្រកូលលូពួកយើងប៉ុន្តែពេលនេះថានៅក្នុងការសឹមកេះណាបង សួស្ដីកែនឹងហើយចេញហ្វុងដាយាខំកិច្ចបែបគ្រប់វិធី សុំទៅផងខ្ញុំមកយឺតហើយសុំផឹកទឹកមួយកែវសិនបងស្រីចាស់មិនក៏នៅទីនេះអូខ្ញុំសុំផឹកមួយកែវសិន ពួកអ្នកស្គាល់គ្នាពួកអ្នកស្គាល់គ្នា ខ្ញុំមិនស្គាល់ទេខ្ញុំមិននឹងស្គាល់ទេពួកយើងទើបជួបគ្នាលើកដំបូងទេ មែនហើយបងមិនតាន់ណែនាំឲ្យគេស្គាល់អូនផង គេឈ្មោះឈិនស៊ីជាមួយបងនិងលីហ្វុងពួកយើងតែ3នាក់គឺធំដឹកក្តីជាមួយគ្នា សួស្ដីរីដែលបានស្គាល់លោក ណែបងសួស្ដីបងស្រីចាន់ពួកយើងបន្លំភ្នែកពួកគេបានហើយតែមែនទេ ប្រហែលគួរតែអាចទេដឹង បងប្រចាំទៀតហើយលោកចិនបរិសុទ្ធចង្អៀត អូនលួចមើលលួចញញឹមដាក់ចិនស៊ឺហើយមិនឲ្យបងប្រចាំទៀត អូនកានតែណាពួកយើងមិនបានមើលមុខដាក់គ្នាអីណារឿងរបស់ឈិនស៊ីនឹងតាមពិតទៅអូនមិនបានលាក់បាំងទេ អូនមិនលាក់បាំងគ្រាន់តែអូនមិនទាន់បាននិយាយប៉ុណ្ណោះទោះជាគ្មានរឿងអីក៏ចង់ថើបដែរយូរហើយដែលបានថើបអូនក៏ត្រូវតែប្រាប់បងដែរតើគេនិងអូនមានតំណែងតំណងបែបណាហេតុអីក៏អ្នកទៅពីស្និទ្ធស្នាលជាមួយគ្នាម្ល៉េះបងចង់ឲ្យអូននិយាយប្រាប់បងឲ្យច្បាស់លាស់បញ្ហានេះ ពីមុនឈិនស៊ីបានទៅរកឈិនអីបៃដើម្បីព្យាបាលលោកតាឈិនតែមនុស្សឈិនអីបៃនឹងចម្លែកណាស់គេរើសមុខណាស់មកយ៉ាងទៀតឪពុករបស់ឈិនស៊ីមានកេរ្តិ៍ឈ្មោះមិនល្អដូច្នេះឈិនអីបៃក៏បដិសេធពេលនោះឲ្យឈិនស៊ីមករកអូន ក្នុងពិភពវិទ្យាសាស្ត្រអ្នកដែលអាចប្រកែកជាងចិនអីបៃអ្នកដែលល្បីលើពិភពលោកមានតែម្នាក់គត់ស្មារតីរបស់យើងក៏ជាអ្នកជំនាញក្នុងវិទ្យាសាស្ត្រដែរ បងមិនភ្ញាក់ផ្អើលទេ បងភ្ញាក់ផ្អើលហើយក៏ថែមទាំងមានមោទនភាពចំពោះអូនទៀតផងគ្រាន់តែ អី អូនប្រកែកម្ល៉េះសំហើយដែលមើលមិនឃើញបង ហេតុអីក៏បងនិយាយបែបនេះ រយៈពេលយូរមកហើយដែលអូនមិនបាននិយាយត្រង់ពីមាត់ថាស្រឡាញ់បងដូច្នេះឥឡូវនេះអូនមានអារម្មណ៍ស្រឡាញ់បងបន្តិចបន្តួចទេទោះបីជាការប្រើប្រាស់ឬក៏ជាការអាណិតអាសូរតែក្នុងចិត្តរបស់ឈិនរុយ៉ានមានអារម្មណ៍ស្រឡាញ់បងលើអ្វីបន្តិចបន្តួចដែរក្នុងចិត្តរបស់ឈិនរុយ៉ានមានអារម្មណ៍ស្រឡាញ់បងបន្តិចបន្តួចដែរទេ អូនតាំងតែគិតថាបងដឹងថាអូនជាមនុស្សមិនសូវចេះនិយាយរឿងទាំងនេះជាពិសេសបន្ទាប់ពីពួកយើងរៀបការហើយអូនហាក់ដូចជាខ្មាស់អ៊ីនបន្តិចនៅពេលដែលក្រៅនិយាយរឿងទាំងនេះចេញមកបងស្ដាប់ឲ្យច្បាស់ណាគឺអូននិយាយតែម្ដងទេវាមិនមែនជាការអាណិតអាសូរហើយក៏មិនមែនជាការប្រើប្រាស់ដែរលោកចិនអូនស្រឡាញ់បងគឺជាប្រភេទស្រឡាញ់ដែលចង់នៅជាមួយបងអស់មួយជីវិតបែបនេះនៅតែមិនទាន់គ្រប់គ្រាន់ទៀតទេពាក្យផ្អែមល្ហែមជាងនេះទៀតអូននិយាយឡើងចាញ់ហើយតែយើងទៅផ្ទះវិញទៅឆាប់ទៅ ណាស្គីម បងថ្នមផងអូនដកដង្ហើមមិនតាន់ទេ ហេតុអីក៏មកបញ្ញាប្រាប់បងឲ្យលឿនទៅមើលទៅបងជាក្មេងកំហុសដែលចេះតែប្រច័ណ្ឌរយៈរញ៉ៃមែនទេ អ្នកណាដឹងថាបងឆ្លាតដល់ម្លឹងទៅតែអាចខ្ជិលស្នេហាបាជាស្ទើរតែសុំទៅវិញសូម្បីតែឈិនអីបៃមើលដឹងបាជាបងមើលមិនដឹង បងធ្លាប់សង្ស័យតែមិនប្រកាន់ចំពោះមុខអូនបងមិនសូវមានទំនុកចិត្តទេដល់ណាឲ្យបងស្រឡាញ់អូនមុននោះ
ចៃឡៃនេះប្រកាសឲ្យមែនទេពេញចិត្តឲ្យមែនទេលែងប្រចាំរយៈរញ៉ៃទៀតហើយណា អូន បងធ្វើអីហ្នឹង បងតែសាចង់ប្រាប់រឿងរីករាយរបស់បងទៅកាន់ពិភពលោកទាំងមូលហើយ ក្មេងខ្ចីល្អតាយើងទៅផ្ទះ លោកកែននាយកវិបោដែលលោកមកហៅការពីមិនសមត្រូវទប់ស្កាត់កុំឲ្យល្បីខ្លាំងទេ មិនបាច់ទេ យល់ហើយមើលទៅលោកកែននាយកនិងលោកស្រីជាបានរួមរស់នៅជាមួយគ្នាហើយ អរគុណសម្រាប់ពេលជូនពរ ពី3ថ្ងៃទៀតជាថ្ងៃខួបកំណើតគម្រប់80ឆ្នាំរបស់លោកតាឈិនឈិនជាហានមកផ្ទះសម្បត្តិជ័យមកតើលោកចង់ទៅដែរទេ ឪពុករបស់ចិនស៊ីនោះដូចជាពាក្យគេថាខ្លាបង្កើតកូនឆ្កែការពារតែកូនក្រៅខោហើយបានជារករឿងចិនស៊ីលោកចៅការវិភាគថ្ងៃនោះទៅចាំយើងនាំចាន់ទៅចូលរួម ខ្ញុំយល់ហើយ លោកតាខ្ញុំមានរឿងមួយចង់ បងស្រីយ៉ាន់បងប្រុសលោកពិតជាឲ្យបងមកចូលរួមកម្មវិធីម្នាក់ឯងណា ថ្ងៃក៏កំណត់កម្រិត80របស់លោកតាឈិនក៏ទៅរៀបចំកាដូធំមួយក៏នឹងមកវិញយើង ឡង តែ អញ្ចឹងពួកយើងចូលទៅក្នុងទៅមកប្រុសរកបានស្រីស្អាតមកពីណាហ្នឹងពិតជាស្អាតមែនបិទមកទៅខួរក្បាលឯងពុកពេញទៅរឿងអត់ប្រយោជន៍គ្រប់គេបន្តិចទៅគាត់ជាបងស្រីយ៉ាន់ណាចិនស៊ីគេឈ្មោះប្រុសឯងណាបើឯងមិនរាប់អានគេក៏ស្មើនឹងឯងមិនរាប់អានប៉ាន់តាឯងដែរតែគេមិនគ្រប់បងស្រីយ៉ាន់បងស្រីយ៉ាន់ជាប្រពន្ធរបស់កែននាយកនោះអូនប្រុសឯងគឺជាអ្នកចរចាកិច្ចសហប្រតិបត្តិការក្រុមហ៊ុនលូឯងបើជាប្រុសឯងដែលសស្រីអត់ប្រយោជន៍ម្នាក់នេះ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលោកក្រុម ពិតណាក្រុមហ៊ុនតកូលូនឹងវិនិយោគលើក្រុមហ៊ុនតកូឈិនរឿងនេះដឹងទូទាំងក្រុងទាំងអស់គឺជាស្នាដៃរបស់ចឹងយ៉ាយទី អញ្ចឹងលោកសាឡរបស់និយាយមើលតែជាកម្រងអ្វីដែលទទួលបានការវិនិយោគក្រុមហ៊ុនលោក ខ្ញុំនិយាយតែនេះក៏នេះមិនដឹង កា ដែរ រវិនិយោគនេះត្រូវបានផ្ដល់ទៅឲ្យ ELAC សម្រាប់កម្រង2មិនដឹងថាកម្រងដែលលោកកំពុងគ្រប់គ្រងគឺជាកម្រងមួយ មិនមែ ណា នជារឿងរបស់នេះទៅចាត់ចែងរឿងរបស់ខ្ញុំទេបងស្រីយ៉ាន់បងប្រុសលោកពិតជាឲ្យបងមកចូលរួមកម្មវិធីម្នាក់ឯងណា ថ្ងៃខួបកំណត់កម្រិត80ឆ្នាំរបស់លោកតាគាត់ទៅរៀបចំកាដូធំមួយដូច្នេះ ឡង ទៅមក អញ្ ជា ចឹងពួកយើងចូលទៅក្នុងទៅមកប្រុសរកបានស្រីស្អាតមកពីណាហ្នឹងពិតជាស្អាតមែនបិទមកទៅខួរក្បាលឯងពុកពេញទៅរឿងអត់ប្រយោជន៍គ្រប់គេបន្តិចទៅគាត់ជាបងស្រីយ៉ាន់ណាចិនស៊ីគេឈ្មោះប្រុសឯងណាបើឯងមិនរាប់អានគេក៏ស្មើនឹងឯងមិនរាប់អានប៉ាន់តាឯងដែរតែគេមិនគ្រប់បងស្រីយ៉ាន់ជាប្រពន្ធរបស់កែននាយកនោះអូនប្រុសឯងគឺជាអ្នកចរចាកិច្ចសហប្រតិបត្តិការក្រុមហ៊ុនលូឯងបើជាប្រុសឯងដែលសស្រីអត់ប្រយោជន៍ម្នាក់នេះ ប្រតិបត្តិការជាមួយក្រុមហ៊ុនលោកក្រុ ពិ ម តណាក្រុមហ៊ុនតកូលូនឹងវិនិយោគលើក្រុមហ៊ុនតកូឈិនរឿងនេះដឹងទូទាំងក្រុងទាំងអស់គឺជាស្នាដៃរបស់ចឹងយ៉ាយទី អញ្ចឹងលោកសាឡរបស់និយាយមើលតែជាកម្រងអ្វីដែលទទួលបានការវិនិយោគពីក្រុមហ៊ុនលោក ខ្ញុំនិយាយតែនេះក៏នេះមិនដឹងដែរ ទៅឲ្យ ELAC សម្រាប់កម្រង2មិនដឹងថាកម្រងដែលលោកកំពុងគ្រប់គ្រងគឺជាកម្រង មិន មួយណា មិនមែនជារឿងរបស់នេះទៅចាត់ចែងរឿងរបស់ខ្ញុំទេមិនមែនជារឿងរបស់នេះទៅចាត់ចែងរឿងរបស់ខ្ញុំទេលោកមិនអីទេគឺមកពីឆាន់ស៊ីនឹងមនុស្សស្រីម្នាក់នេះហើយហេតុអីមិនម្ដាយពីរនាក់នេះចេញទៅកុំរំខានដល់ចាចានិយាយរឿងការងារ អូអញ្ចឹងខ្ញុំស្គាល់ឯងដែរ បងចិនអត់ទេអាកែននាយកលោកប្រហែលជារវល់ខ្លាំងណាស់ហើយគ្មានពេលសម្រាប់រឿងតូចតាចបែបនេះទេ លោកអគ្គនាយកលោកគ្រាន់តែមិនខ្វល់ពីពួកអ្នកដែលចូលចិត្តប្រៀបជាមួយខ្លួនឯង មិន ជាមួយ ដល់ អ្នក ពេល ដទៃ នេះទេ នាងជាមនុស្សស្រីរបស់ខ្ញុំក្រុមហ៊ុនលោកគ្រប់មានពាក់ព័ន្ធជាមួយខ្ញុំដូច្នេះពាក់កណ្ដាលក៏ជារបស់នាងគិតថានាងមានសិទ្ធិគ្រប់គ្រងទេ ចាខមមិនទទួលស្គាល់ម្នាក់នេះគឺអ្នកនាងឈិនរូយ៉ានមែនទេខ្ញុំលើឈ្មោះអ្នកនាងយូរហើយកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរពួកយើងនៅតែបន្តដែរទីនេះ កិច្ចសហការរវាងក្រុមហ៊ុនលូនិងតកូឈិនមិនបែកបាក់គ្នា ចឹ ទេ ងអាកែននាយកលោកយកព្រមសហការជាមួយនឹងខ្ញុំហើយមែនទេ មិនមែនអញទេគឺគេ បងចិនមកស្រីយ៉ា តើកូនឈិនឲ្យតម្លៃឈិនចរចាច្រើនជាងកូនប្រុសខុសច្បាប់ម្នាក់នោះប្រហែលជាចង់រាប់អានលូចិនចិនដែលជាកូនច្បងពិតប្រាកដរបស់តកូនឈិនគឺឈិនស៊ី ខ្ញុំចាំថាមានកម្រងសហប្រតិបត្តិការជាច្រើនដែលត្រូវធ្វើជាមួយក្រុមហ៊ុនលូគ្រប់ហើយតែងគិតថាតកូឈិនជាអ្នកនៅពីក្រោយជួយជ្រោមជ្រែងយ៉ាងខ្លាំងការពិតគឺឈិនស៊ីតែម្នាក់ឯងទេ មកស្រីយ៉ាលេងសើចពេកហើយខ្ញុំមិនខ្វល់រឿងត្រកូលឈិនអីនោះទេថ្ងៃនេះខ្ញុំត្រឡប់មកវិញគ្រាន់តែមកជួបលោកតាទេ អញមិនដំណើរឲ្យតកូឈិនទេបើមើលទៅបែបនេះក្រុមហ៊ុនលូគ្រប់ប្រហែលជាមិនអាចសហការជាមួយតកូឈិនបានទេព្រោះការសហការជាមួយតកូឈិនគឺត្រូវមើលទៅលើគុណធម៌របស់ឯង ទោះបីនឹងជាណាក៏ដោយខ្ញុំមិនជឿថាតកូលលោកប្រមមុខមកឲ្យនាងដំឡើងទេលោកតារបស់ខ្ញុំច្បាស់ជាការពីខ្ញុំបើនាងចេញទៅ ជប់សិនជប់សិន លោកតាស្រីម្នាក់នេះជាខ្ញុំបើនាងចេញទៅតកូលឈិនពួកយើងមិនត្រូវការសហការជាមួយតកូលលោកទេ ហ៊ានណាស់ មែនហើយហ៊ានកិច្ចការតកូលឈិនពួកយើងផង អ្វីដែលយើងនិយាយសម្ដៅទៅឯងលើកមុនបញ្ញាពេញមិនបានអរគុណទេដែលនាងជិនចំពោះសេចក្តីសប្បុរសដែលបានព្យាបាលយើងនោះ ក៏សំទេលោកតាខ្ញុំនឹងឈិនស៊ីជាមិត្តភក្តិយូរឆ្នាំមកហើយការព្យាបាលលោកតាងាយស្រួល ខ្ញុំទើបដឹងថានាងនឹងជិនជិនគឺមានតំណែងបែបនេះពិតជាគូស្នេហ៍ដ៏ស័ក្តិសមមែនដូច្នេះជិនស៊ីមានអ្នកទាំងពីរជាមិត្តហើយពិតជាសម្ដៅឯងណាស់ បងស្រីយ៉ាអរគុណដល់ការពីខ្ញុំថ្ងៃក្រោយមានការអ្វីអាចប្រាប់ខ្ញុំបានណា ខ្ញុំក៏ស្រឡាញ់រាប់អានអញផងដែរ យល់ហើយគឺខ្ញុំដែលទទួលបានកិត្តិយស ជិនជិនខ្ញុំនាំកូនចៅដែលមិនគោរពច្បាប់នេះចេញទៅមិនរំខានប្តីប្រពន្ធលោកទេអត់ប្រយោជន៍មែនតាមយូរទៅប្រពន្ធសម្លាញ់ពិតជាអស្ចារ្យ ចិនឈិននេះគឺ ចិនចិននារីម្នាក់នេះគឺចិនចិននារីម្នាក់នេះគឺ ខ្ញុំរបស់ចិនឈិនជាក្មេងដែលធំឡើងមកជាមួយគ្នាលេងជាមួយគ្នាតាំងពីតូចមកម្លេះនាងជាជនទី3មែនទេ កុំប៉ះពាល់អ្នកដែលមិនស្គាល់គ្នាប៉ារបស់នាងស៊ូតុងហើយនៅប៉ារបស់ខ្ញុំជាមិត្តចាស់នៅគ្នាបើនាងចង់ឡើងខ្សែស្រឡាយក៏មកតាមខ្ញុំអី
ទៅរកប៉ារបស់ខ្ញុំទៅផ្ទាល់ទៅមើលទៅមិត្តភាពគ្រួសារទាំងសងខាងគាត់នឹងអាចបង្រៀននាងបានខ្លះអំពីការគប្បីមនុស្សនិងមនុស្ស កាលពីតូចពួកយើងលេងសប្បាយជាមួយគ្នាណាពេលធំឡើងជួបជុំគ្នាបងថាតាមសំណឹកមើលមកខ្ញុំទៀតផងកសែតភ្នែកនោះមិនស្រឡាញ់ទេតាម គាត់ចាត់ទុកថាស្រឡាញ់ដែរនោះចិត្តរបស់លោកចិញ្ចិននេះគឺវិថោកទាបពេកដឹង អ្នកនឹងស៊ូមិននិយាយខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយអ្នកនឹងស៊ូគ្រាន់តែដាក់កាត់ពីក្រៅខ្នងរបស់បងចិនបន្តិចសោះក៏មានគេថតរូបចូលទៅបង្ហោះស្នាដៃរបស់អ្នកនឹងស៊ូនៅពីក្រៅខ្នងពិតជាមិនធម្មតាមែនមើលទៅរឿងនេះមានតែអ្នកនឹងស៊ូទេបានធ្វើបាន រកថប់ស្អីគេហ្នឹងថែមទាំងឲ្យអ្នកនាងស៊ូចំណាយលុយជលគេថប់ទៀតខ្ញុំពិតជាចង់ដឹងណាស់ នេះ អឺ ខ្ញុំមិនជឿលោកចិនចិនសម្បីតែបន្តិចក៏មិនគិតដល់ថាតំណែងមនុស្សគ្រួសារយើងទាំងពីរចិនចិនខ្ញុំ អ្នកនឹងស៊ូដាក់កាត់ក្រៅខ្នងបងចិនតែ2វិនាទីសោះត្រូវគេថតវីដេអូបានយកទៅបង្ហោះល្បីពេញអ៊ីនធឺណិតហើយចំណែកចំណងជើងវិញមហាសទ្ធិនៅពេលកាំងលោកស្នេហ៍ទេពតាស៊ូស៊ូបងចិនឲ្យខ្ញុំស៊ើបមើលមិនមែនជាស្នាដៃរបស់កូនស្រីច្បងរបស់តកូស៊ូទេដឹងជាអ្នកដឹកនាំសម្ដែងខ្លួនឯងបងចិនបានស្ដីបន្ទោសអ្នកកសែតនោះរួចទៅហើយក្រោយមកទៀតកន្លែងដែរមានអ្នកនឹងស៊ូបងចិនពួកយើងតែដាក់ចេញព្រោះគាត់មានសិលធម៌និងជាសុភាពបរិបទពិតប្រាកដ បងដឹងអស់ហើយបងតរអ្នកកសែតកើតគូតែបែរជាមិនដែរមករកខ្ញុំសោះហេតុអីតើបងនៅមានអារម្មណ៍ចំពោះខ្ញុំមែនទេតើបងនៅមានអារម្មណ៍ចំពោះខ្ញុំមែនទេ អ្នកនាងស៊ូគិតថាយ៉ាងម៉េចដែរ យកឈ្មោះលោកចិនចិនទៅចូលរួមកម្មវិធីជប់លៀងផ្សេងដល់ទីបំផុតគេមិនដែរទុកនាងក្នុងភ្នែកសោះ លោកសេដ្ឋីវ័យក្មេងលោកមិនខ្វល់មិនខ្វាយព្រោះគាត់រវល់នឹងការងារធំមិនសមនឹងខ្ជិះខ្ជាពេលវេលាលើរឿងតូចតាចបែបនេះអ្នកខ្លះទៀតចិត្តតែលាពណ៌ឲ្យខ្លួនឯងថាស្និទ្ធស្នាលនឹងអ្នកដែលស្គាល់គ្នានៅហ៊ានស្រែកហៅគេនៅទីសាធារណៈគួរឲ្យសំណើច អ្នកនឹងស៊ូលឺហើយនៅមិនតាន់ទៅទៀតទេចង់ដល់ណាបងចិនពីបងស្រីយ៉ាទៀតមើលខ្លួនឯងធ្លាក់ដល់ថ្នាក់ណាហើយ លោកចិនចិនតើបងមិនឲ្យតម្លៃចាស់ទុំសម្បីតែបន្តិចមែនទេមិនឲ្យគេរិះគន់ខ្ញុំតាមចិន បើជាខ្ញុំវិញខ្ញុំរត់បាក់មុខបាត់ទៅហើយ មែនហើយនៅមានមុខឈរនៅទី មែនហើយ ចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនណាដែលធ្លាប់មានតំណែងតំណងសហប្រតិបត្តិការជាមួយនឹងក្រុមស៊ូមិនចាំបាច់សហការជាមួយក្រុមលូទៀតទេ បងលោកចិនចិននារីម្នាក់នេះចាណាក៏មិនអាចរៀបការចុះក្នុងគ្រួសារតកូលលោកបានដែរលោកចិនចិនបងហ៊ានដើម្បីនាងមិនគិតដល់តំណែងតំណងគ្រួសារយើងទាំងពីរតទៅសោះចាំមើលបងមានមុខបញ្យលលោកតាលូយ៉ាងម៉េច ពន្យល់អ្នកណាទៅ លោកតាលូលោកតាទៅតាមម្ដងចិនចិនមិនដឹងជាត្រូវតកូលឈិនដាក់ស្នេហ៍អ្វីទេបានជាមើលងាយខ្ញុំឲ្យគេសាច់ចំអកខ្ញុំថែមទាំងចង់លុបចោលកិច្ចប្រតិបត្តិការជាមួយតកូលស៊ូទៀនលោកតាត្រូវទៅជួយខ្ញុំផង អញ្ចឹង ខ្ញុំជឿថាគាត់ប្រហែលជាត្រូវតកូលឈិននោះបោកប្រាស់តែប៉ុណ្ណោះ មិនក៏ធំឡើងខុសគេខុសឯងនិយាយបោកប្រាស់គេឯងថែមទាំងចេះតែប្រើល្បិចកលទៀតផង លោកតាលូខ្ញុំមិនបានទេ កុំស្មានតែខ្ញុំចាស់កងឹតភ្នែកឲ្យឯងបោកប្រាស់បានតាមចិត្តតែណាត្រូវដណ្ដាខុសបាច់ជាឯងនៅក្នុងចិត្តហើយ លោកពូលូ ស៊ូឈីទោះបីពូនឹងប៉ាអាចជាមិត្តចាស់នឹងគ្នាយូរឆ្នាំក៏ដោយតែពូពេលនេះលែងមើលការខុសត្រូវលោកគ្រប់ទៀតហើយចិនចិនគឺជាអ្នកគ្រប់គ្រងទាំងអស់បើគេនិយាយថាមិនសហការគឺមិនសហការហើយត្រឡប់ទៅប្រាប់ប៉ារបស់ឯងវិញទៅ គ្រប់គ្នាតែខ្ញុំចាញ់ស្រីម្នាក់នេះត្រង់ណាទៅ ចាញ់គ្រប់ចំណុចទាំងអស់ជនរយ៉ានគឺជាចៅប្រាសាទដែលត្រកូលលូទាំងមូលទទួលស្គាល់ហើយមានឈ្មោះក្នុងបញ្ជីសាច់ញាតិត្រកូលគ្មាននរណាមានសិទ្ធិរិះគន់នាងទេយើងឲ្យខ្ញុំជាប្តីប្រពន្ធមិនមែនតែនាងទេគ្មាននរណាម្នាក់មានឱកាសជ្រៀតជ្រែករវាងពួកយើងទៅពីរបាននោះទេ តាមពិនអ្នកទាំងពីររៀបការយូរហើយសុំតើអគ្គនាយកលូទាំងអស់នេះគឺខ្ញុំគិតតែម្នាក់ឯង ក៏មិនចំណេញដែរព្រោះលោកសេដ្ឋីវ័យក្មេងលោកសង្ហាន់ណានាងមកតាមស្រឡាញ់មុនក៏សមហេតុផលដែរ ទៅថ្ងៃមុខសូមអ្នកនាងស៊ូជួបខ្ញុំពេលណាជួយដាំកិច្ចផង លោកតាប៉ាមិនក៏អ្នកទាំងពីរមកដល់ទីនេះ នៅសួរទៀតអីចិញ្ចឹមថាថ្ងៃនេះគឺជាថ្ងៃដែលចៅបង្ហាញខ្លួនជាសាធារណៈលើកដំបូងខ្លាចគេមកធ្វើបាបចៅទើបបង្ខំចិត្តថាមកជាមួយមើលទៅរឿងក្រោយទៀតនោះតើមាននរណាហ៊ានមើលងាយទៀត ល្អណាស់ មិនក៏មិនប្រាប់អូនមួយម៉ាត់ទេ មិនចង់ឲ្យអូនមានការភ្ញាក់ផ្អើលទេម្យ៉ាងទៀតគឺលោកតានិងប៉ាមកគាំទ្រអូនដល់ផ្ទាល់ហើយព្រោះតកូលលោកពួកយើងល្បីខាងការពារកូនចៅណា អរគុណលោកតាអរគុណប៉ា ចុះបងវិញនោះ អរគុណប្តីសម្លាញ់ ក្មេងស្រីម្នាក់ត្រូវបានគេដេញតាមក្មេងស្រីនោះប្រញាប់ប្រញាល់លាក់ខ្លួននៅក្នុងហាងមួយក្មេងទំនឹងដែលនៅពីក្រោយគាត់នៅតែរត់ដេញតាមក្មេងស្រីភ័យស្លន់ស្លោលាក់ខ្លួននៅក្បែរបុរសដែលកំពុងញ៉ាំអាហារហើយបានសុំបុរសនោះជួយសង្គ្រោះគាត់ពេលនេះក្មេងទំនឹងបានស្រែកឲ្យនារីរងគ្រោះមកជាមួយហើយខ្ញុំសន្យាថានឹងធ្វើឲ្យគាត់សប្បាយចិត្តក្មេងស្រីភ័យខ្លាចខ្លាំងរហូតមកក្បាលបន្តបួងសួងឲ្យក្មេងទំនឹងនោះទៅចុះទោះបីជាយ៉ាងណាក្មេងទំនឹងរូបនេះចង់ទាញគាត់ចេញភ្លាមដោយនឹកស្មានមិនដល់បុរសបានញ៉ាំអាហារទៀននេះបានចាប់ដៃក្មេងទំនឹងបញ្ជាឲ្យគាត់បោះបង់ចោលភាពស្រស់ស្អាតនេះឲ្យគាត់មកបោកប្រាស់តែអាហារថាគាត់មានក្នុងបង្អែកប្រាប់យុវជនជប់ប្រញញ៉ៃទៀតទៅយុវជននោះបានតែកំភ្លៀងក្មេងទំនឹងភ្លាមក្មេងទំនឹងបានត្រៀមខ្លួនភ្លាមដើម្បីចាត់វិធានការនឹកស្មានមិនដល់យុវជនម្នាក់នេះចេះក្បាច់គុណគាត់បានទាស់ក្មេងទំនឹងនៅលើតុហើយគាត់បាននិយាយថាគាត់នឹងត្រូវគេសម្លាប់នៅថ្ងៃនេះប្រតិបត្តិការនេះធ្វើឲ្យម្នាក់ស្រីដែលនៅក្បែរខ្ញុំភ្ញាក់ផ្អើលបន្តមកបុរសនោះក្រោកឡើងយឺតប្រាប់ក្មេងទំនឹងថាគាត់នឹងការពារភាពស្រស់ស្អាតនេះនៅថ្ងៃនេះក្មេងទំនឹងមើលឃើញថាបុរសនេះមានជំនាញខ្លះក្មេងទំនឹងនោះបានដកទូរស័ព្ទចេញហើយខលទៅនរណាម្នាក់ភ្លាម10នាទីក្រោយមកបុរសខ្លាំង18នាក់បានមកដល់ក្មេងទំនឹងបានស្រែកឲ្យវេភ្លាមអីយ៉ាបុរសម្នាក់នេះបានយកដបស្រាមមកវេក្មេងទំនឹងនោះបានបញ្ជូនមីញ៉ាំ2 3នាក់យ៉ាងឆាប់រហ័សក្មេងទំនឹងសួរទាំងរន្ធត់ចិត្តថាយុវជននេះមកពីណា
យុវជនរូបនេះបន្តថាក្មេងទំនើងគ្មានសិទ្ធិស្គាល់អត្តសញ្ញាណរបស់ខ្លួនឡើយអ្នកមិនអាចវាយក្មេងទំនើងបានទេនៅពេលអ្នកឃើញគាត់ខ្ញុំគ្រាន់តែអាចប្រាប់តែខាងក្រោយដើម្បីនិយាយថាភាពស្រស់ស្អាតត្រូវបានជ្រើសរើសដោយបងប្រុសក្រគ្មាននរណាម្នាក់នៅហ៊ានប្រឈមមុខនឹងបងប្រុសក្រទេដោយមិននឹកស្មានដល់យុវជននោះបានមើលងាយខ្ញុំបានកាច់ម្រាមដៃក្មេងទំនើងដោយផ្ទាល់មិនហ៊ានប្រមាថបងយ៉ាវខ្ញុំគិតថាអ្នកនឹងមិនរួចជីវិតនៅយុគនេះទេតែខ្ញុំពិតជាមិនអាចរស់បាននៅយុគនេះទេមិនមែនជាអ្នកទេតើបងប្រុសយ៉ាវជាអ្នកណាខ្លាំងម្ល៉េះវាហាក់ដូចជាអ្នកមានសមត្ថភាពខ្លាំងណាស់បងប្រុសយ៉ាវអ្នកត្រូវតែជឿចិត្តខ្ញុំបុរសនោះបានមកវាខ្ញុំច្បាស់ជាទាំងមុខអ្នកហើយនិយាយគ្មានប្រយោជន៍គ្នាឡើងមួយក្រុមចេញក្មេងប្រុសខ្ញុំឃើញអ្នកញ៉ាំអាហារបេះដូងអ្នកពិតជាក្លាហានណាស់សូម្បីតែឆ្កែរបស់ខ្ញុំអូទេអ្នកណាហ៊ានធ្វើបាបខ្ញុំនឹងបីគ្នារបស់អ្នកចង់យ៉ាងម៉េចអ្នកមនុស្សវ័យក្មេងខ្ញុំណែនាំអ្នកឲ្យស្នាក់នៅយ៉ាងចេញកុំឆាប់ខឹងពេកបើមិនដូច្នេះទេវានឹងអាក្រក់ដល់ស្លាប់ដោះស្រាយជាមួយអ្នកកែដែលគ្រាន់តែប្រុសអត់ទេអ្នកឬឆ្កែដែលចេះតែលួចខាំភាពក្រអឺតក្រទុំធ្វើបាបខ្ញុំនៅចេញខ្ញុំរារាំងអ្នកមិនឲ្យឃើញខ្ញុំនៅថ្ងៃស្អែកអ្នកមិននៅដល់ស្អែកទេអ្នកពិតជាអស្ចារ្យណាស់បងប្រុសយាវនៅដែលជាចេញត្រូវបានគេចាត់ទុកថាជាបុរសម្នាក់ទីលឿនដូចខ្យល់នឹងភ្លៀងខ្ញុំចង់ជួបអ្នកនៅចេញវិធីគ្រប់គ្រងខ្យល់នឹងភ្លៀងអ្នកគឺប្រយុទ្ធនឹងអំណាចរបស់មនុស្សសង្កត់សង្កិនមនុស្សទុំខ្សោយខ្ញុំនឹងប្រាប់អ្នកនៅថ្ងៃនេះរបៀបសរសេរពាក្យថាយុត្តិធម៌សូម្បីតែបងយ៉ាវក៏ហ៊ានប្រយុទ្ធដែរខ្ញុំគិតថាអ្នកពិតជាអន្តេសាចង់ឃើញស្ដេចនរោប៊ីគាត់ខ្ញុំគិតថាក៏ខ្វក់ដៃរបស់ខ្ញុំបងយ៉ាវអ្នកណាខ្លះមិនពេញចិត្តអ្នកហ៊ានប្រឈមមុខនឹងខ្ញុំនៅចេញអ្នកលើកដៃវៃខ្ញុំលោកជាអ្នកដំបងតើមានអ្វីកើតឡើងនៅយប់នេះខ្ញុំមិនបានបញ្ចប់ជាមួយអ្នកទេខ្ញុំគ្រាន់តែនិយាយអំពីរឿងប៉ុណ្ណោះមនុស្សរបស់អ្នកបន្តធ្វើបាបក្មេងស្រីនេះវាក៏ប៉ះពាល់ដល់ការញ៉ាំអាហាររបស់ខ្ញុំផងដែររឿងនេះអ្នកត្រូវតែផ្ដល់ការពន្យល់ឲ្យខ្ញុំនាងគ្រាន់តែជាស្រីស្អាតដែលផឹកជាមួយខ្ញុំចង់លេងដោយរបៀបណាគ្រាន់តែលេងចាំមើលអ្នកណាហ៊ានឈប់មិនមែនបែបនេះទេខ្ញុំត្រូវគេប្លន់អ្នកមិនអាចយកនរណាម្នាក់ទៅជាមួយអ្នកនៅថ្ងៃនេះទេអ្នកដឹងពីអ្វីដែលនៅពីក្រោយខ្ញុំទេតើអ្នកណាជាអ្នកខ្លាំងគ្រួសារទាំងអស់គ្រួសារមួយក្នុងចំណោមគ្រួសារធំទាំង8នៅចេញគ្រួសារយ៉ាវពួកគេជាគ្រួសារធំទាំង8នៅចេញទោះពួកគេទាំងអស់មកទីនេះថ្ងៃនេះខ្ញុំក៏មិនខ្វល់ដែរបងប្រុសមិនអាចប៉ះបានក ុំខ្លាចអីខ្ញុំចង់ឃើញគេហៅគាត់ថាអ្នកខ្លាំងតើវាមើលទៅដូចអ្វីនិយាយមិនសមហេតុសមផលនៅពេលវាឆ្កែវាអាស្រ័យលើម្ចាស់ខ្ញុំនឹងឲ្យអ្នកពិការនៅថ្ងៃនេះកាត់ដៃនឹងជើងដូចឆ្កែដើរសុំទានតាមផ្លូវចេញខ្ញុំក៏មានដំបូន្មានមួយសម្រាប់អ្នកដែរអួតកុំវាតម្លៃលើខ្លួនឯងពេកអ្នកនៅចំពោះមុខខ្ញុំឥឡូវនេះសុំទោសក្មេងស្រីនេះនៅពេលនេះខ្ញុំអាចទុកជីវិតរបស់អ្នកបានធ្វើបាបបងប្រុសយាវនៅចេញទីបំផុតអ្នកនៅរស់មិនសមហេតុផលហើយខ្ញុំឲ្យលឿនអ្នករងចាំ95កំពូលគឺលោកចែវដែលជាចៅវាយវ័យក្មេងរបស់ចេញអ្នកស្លាប់ហើយបាទខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់លោកចែវតើខ្យល់អ្វីនាំអ្នកមកទីនេះតើអ្នកមកពីណាកូនបើឈ្មោះហ្វុងយ៉ាវប៉ារបស់ខ្ញុំហ្វេងជីអេខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៃកំពង់ផែជារបស់អ្នកលោកចែវសុំអាហារជុំគ្នាបានទេកូនប្រុសរបស់អ្នកក្រុងកំពង់ផែអ្នកសមនឹងញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំដែរតើអ្នកមានមុខធំទេខ្ញុំគួរឲ្យអស់សំណើចខ្ញុំបានលឺនរណាម្នាក់អ្នកហ៊ានបង្កបញ្ហានៅលើទឹកដីខ្ញុំអាចជាអ្នកដែលខ្ញុំកំពុងនិយាយត្រូវហើយវាជាខ្ញុំក្មេងប្រុសមិនហ៊ាននិយាយជាមួយលោកចែវបែបនេះតើអ្នកត្រូវបានសត្វលាទាត់ក្បាលទេឥឡូវលុតជង្គង់សុំទោសភ្លាមសុំទោសទៅកាន់លោកយ៉ាវហើយសារភាពកំហុសរបស់អ្នកខ្ញុំកំពុងវិមុខអ្នកមែនទេតើអ្នកគិតថាឪពុករបស់អ្នកជានរណាតើអ្នកមានសិទ្ធិនិយាយអ្វីសុំទោសលោកយ៉ាវភិកច្រើនបរិះនេះនិយាយមិនសមហេតុផលគាត់មិនប្រព្រឹត្តចំពោះគ្រួសារយ៉ាវរបស់អ្នកតតែសោះយកវាឲ្យធ្ងន់ធ្ងរជាងនេះទៅទៀតគ្រួសារធំទាំង8នៅចេញគាត់ក៏មិនយកទៅដាក់ដែរអ្វីគាត់ពិតជាបាននិយាយអញ្ចឹងមែននោះហើយជាអ្វីដែលគាត់បាននិយាយឋានភាពគ្រួសារយ៉ាវរបស់អ្នកនៅចេញយើងមិនអាចឈានដល់កម្រិតនោះទេលោកយ៉ាវដរាបណាអ្នកនិយាយនៅយប់នេះអូនប្រុសរបស់ខ្ញុំហ្វេងយ៉ាវបេងគាត់ជាបំណែកលោកយ៉ាវមែនទេវាហាក់ដូចជាមុខរបស់អ្នកធំល្មមបិទមាត់របស់អ្នកតើអ្នកហ៊ានលេងសើចនឹងលោកចែវទេអ្នកគិតថាអ្នកជាតើអ្នកគិតយ៉ាងណាដែរប្រសិនបើអ្នកជា Dragon Lord of Dexia កាត់ក្បាលខ្ញុំនឹងទាត់អ្នកដូចជាបាល់វាអាស្រ័យលើអ្នកក៏ចាត់ទុកព្រះនាជាអ្នកបញ្ចុះទឹកនោមចូលនិយាយអំពីមេរៀនមួយទៀតខ្ញុំនឹងកាត់អណ្ដាតរបស់អ្នកកាត់វាចោលហើយយកវាទៅឲ្យឆ្កែស្រីខ្ញុំដឹងថាអ្នកនៅយុគនេះតើអ្នកបានធ្វើបាបអ្នកណាអ្នកបាននិយាយថាអ្នកបានមកដល់ចេងមិនមករកខ្ញុំផ្ទាល់គ្រួសារជេវរបស់អ្នកគឺជាគ្រួសារអ្នកមាននៅក្នុងចេងខ្ញុំមិនអាចឈានដល់កម្រិតនោះទេអ្នកគ្រាន់តែមកទីនេះអ្នកមិនបានប្រាប់ពួកគេពីឈ្មោះរបស់អ្នកទេសម្រាប់ពួកគេទាំងនេះមិនសមនឹងនិយាយទេឈ្មោះរបស់អ្នកគឺសាយ៉យ៉ននៅក្នុងអាណាចក្រសៀតអស្ចារ្យប៉ុន្តែវាដូចជាកូលន់នីគ្រីសាយ៉យ៉នតើនេះអាចទៅរួចដោយរបៀបណាតើគាត់កាលពីប្រហែលឆ្នាំមុនមែនទេតើគាត់ទៅតែបាត់ខ្លួនទេគ្រាន់តែឈ្មោះដូចគ្នាមិនអាចកុហកទេមកចេងហើយចូលរួមជាមួយខ្ញុំសន្មតថាលោកចៅចេញអ្នកគឺដូច្នេះនិយាយជាមួយម្ចាស់អ្នកកំពុងរស់នៅដោយអត់មុតជាងយីកុំឆ្លើយជាងយីតើវាអាចជាមេបញ្ជាការកងទ័ពចេញយកយូឡងជាងយីប្រកាសណាស់ហើយខ្ញុំតែងតែសើចដាក់អ្នកពីមុនប្រើឈ្មោះសាយ៉យ៉នបំភ្លេចវាចោលទៅបើគ្រាន់តែបង្អួតហើយបោកឥឡូវនេះតាមពិតទម្រង់ទៀតតើមានអ្វីកើតឡើងចេងនេះតើវាមិនគួរជាទីក្រុងស៊ីវិល័យទេគេចាប់មនុស្សតាមផ្លូវដោយកម្លាំងខ្ញុំបានបញ្ឈប់វាពួកគេគ្រាន់តែចង់បំបែកជើងរបស់ខ្ញុំនៅតែចង់ឲ្យខ្ញុំជាអ្នកសុំទានបិទនៃឆ្កែរបស់អ្នកតើអ្នកណាជាអ្នកផ្ដល់ទំនុកចិត្តធ្វើបាបបងប្រុសរបស់ខ្ញុំតើអ្នកបានភាពក្លាហានរបស់អ្នកមកពីណាលោកចៅអ្នកពិតជាមិនចង់ធ្វើបាបមេប្រុសក្រីក្រនេះទេគឺថាគាត់ជា Dragon Lord សាយ៉យ៉នមែនទេតើអ្វីជាអត្តសញ្ញាណរបស់ Dragon Lord តើអត្តសញ្ញាណរបស់គាត់ជាណាគាត់គ្រាន់តែមានឈ្មោះដូចគ្នាសូម្បីតែលោកចៅមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីយកបែកជើងសម្រាប់ប្រយោជន៍ដល់ឪពុករបស់ខ្ញុំសម្រាប់ប្រយោជន៍របស់ Feng Joy អ្នកនឹងរបស់ដែលមើលមិនឃើញវាជាការអាម៉ាស់សុទ្ធសម្រាប់ចេញអ្នកគ្រប់គ្រងទូទៅ Feng អ្នកមានកូនប្រុសល្អអ្នកត្រូវបានកំណត់ត្រឹម5នាទីទៅតូបលក់អាហារនៅមាត់ទន្លេយឺត1វិនាទីអ្នកនឹងត្រូវបណ្តេញចេញនៅថ្ងៃឯកលោកយ៉ាវទេមិនទេវាជាការយកច្រឡំទាំងអស់ព្រោះវាជាការយកច្រឡំនោះនឹងងាយស្រួលមាននរណាម្នាក់មកលោកចៅវាអាស្រ័យលើអ្នកឯងតើអ្នកបានធ្វើអ្វីខ្លះហេតុអ្វីបានជាអ្នកមិនលុតជង្គង់យ៉ាងលឿនកុំសួរខ្ញុំទុំផ្អែកលើមួយនេះតើយ៉ង Master Sayo មានន័យយ៉ាងណាអូននៅតែត្រូវទទួលបានវាមានតែការអភ័យទោសរបស់នាងគឺគ្រប់គ្រាន់ហើយប៉ាខ្ញុំជាកូនប្រុសតែមួយរបស់ប៉ាអាសូ
រឿងឥតប្រយោជន៍ខ្ញុំដឹងថាវាខុសញុះញង់បាញ់ធំដែលមិនគួរអាក់អន់ចិត្តវាយឺតពេកក្នុងការសោកស្ដាយលើនេះលោកចៅកុំខឹងតើមានអ្វីកើតឡើងចំពោះគេខ្ញុំនឹងដោះស្រាយវាហ្វេងនៅជាមួយគ្នាតើអ្នកមានលទ្ធភាពទិញវាបានទេបាទតើអ្វីជាការជួញដូរស្ត្រីហើយធ្វើបាបបងប្រុសខ្ញុំចាប់ពួកគេទាំងអស់អ្នកដឹកនាំចាប់គេបោះចូលទៅក្នុងគុកខ្លួនមិនឲ្យឃើញពន្លឺថ្ងៃទៀតទេមនុស្សដែលនៅសល់ដែលនៅក្នុង KNSN មិនអាចអភ័យទោសឲ្យសោះប៉ាត្រូវតែជួយសង្គ្រោះខ្ញុំវានឹងប្រសើរជាងប្រសិនបើខ្ញុំបានទៅទីនោះបំភ្លេចវាចោលទៅបើស្លាប់ទុកខ្ញុំលោកចៅខ្ញុំនឹងមិនទៅពន្ធនាគារខ្លួនទេលោកចៅសូមទុកជីវិតរបស់ខ្ញុំផងសូមទោសខ្ញុំខុសហើយ ដោយមិននឹកស្មានដល់គាត់ពិតខ្លាំងណាស់ វាមានភ្លៀងធ្លាក់នៅថ្ងៃនេះមនុស្សឈួតត្រូវតែមានសំណាងអាក្រក់យកវាចុះកុំអីខ្ញុំសុំទោសខ្ញុំខុសហើយយ៉ាវឺសុំទោសឡៅសៀវតើអ្នកមកចេញលើកនេះទេតើអ្នកមកធ្វើអ្វីរកប្រពន្ធរបស់ខ្ញុំហ្វេងវ៉ាន់នីងតើមានអ្វីកើតឡើងចំពោះនាង បន្ទាប់ពីបានសាកសួរច្រើនមកខ្ញុំបានដឹងលោកជំទាវបានមករស់នៅក្នុងខេត្តចេងចេងរួចហើយខ្ញុំបានឃើញនាង តើអ្នកបានជួបវ៉ាន់នីងទេ គ្រូសាស៊ូនៅចេងចេងបានជួប គ្រូសាស៊ូវ៉ាន់នីងទីបំផុតយើងនឹងជួបហេតុអ្វីលោកមកទីនេះតើអ្នកដឹងទេថានេះគឺជាវីឡាចេងចេងជឿជាមិនឆាប់ចេញខ្ញុំកំពុងស្វែងរកហ្វេងវ៉ាន់នីងតើអ្នកជាអ្វីហ៊ានហៅគាត់ឈ្មោះរបស់លោកហ្វេងកុំអួតខ្លួនឯងតើវាមើលទៅដូចអ្វីវាហាក់ដូចជាថាវ៉ាន់នីងពិតជានៅទីនេះខ្ញុំជាប្តីរបស់នាងអ្នកគឺជាប្តីរបស់នាងបន្ទាប់មកខ្ញុំនៅតែជាឪរបស់អ្នកតើខ្សែធំប្រពន្ធណាដែលអ្នកកំពុងធ្វើពុតនៅទីនេះមិនឆាប់ចេញប្រយ័ត្នខ្ញុំយកអ្នកហើយជាបំណែកនិយាយរឿងមួយទៀតថ្ងៃនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកកាត់ជាបំណែកអ្នកឯងហ៊ានធ្វើមិនក្នុងគ្រួសារស៊ូវានរណាម្នាក់ខ្ញុំគិតថាអ្នកមិនចេះអត់ធ្មត់នឹងជីវិតតើអ្នកជាកូនអ្នកណាពិសេសដោះស្រាយជូនបងប្អូនអ្នកខ្លំមើលការគំរាមកំហែងតើអ្នកហ៊ានវាយអ្នកណាម្នាក់ក្នុងគ្រួសារស៊ូចាំតែស្លាប់ខ្ញុំទៅតែនិយាយទៅកាន់អ្នកយ៉ាងត្រឹមត្រូវអ្នកមិនស្ដាប់ទេបន្ទាប់មកខ្ញុំនឹងមានភាពគួរសមជាងខ្ញុំឈ្មោះសៃយ៉នសូមជម្រាបជូនលោកវេងវ៉ាន់នីងចេញមកមើលខ្ញុំសម្រាប់គ្មានប្រយោជន៍ហ៊ានលេងសើចជាមួយលោកវេងយ៉ាងមិនដែរខ្ញុំគិតថាអ្នកពិតជាធុញទ្រាន់នឹងជីវិតហើយបីគេទៅខ្ញុំព្រមមានអ្នកមិនថាគ្រួសារជោគរបស់អ្នកនៅទីនេះនៅចេងចេងទេធ្វើមិនឲ្យខ្លាំងម្លេះអ្នកដែលឈរនៅផ្លូវខ្ញុំថ្ងៃនេះខ្ញុំចង់បានគាត់លុតជង្គង់អង្គសូមមេត្តា ដោយមិននឹកស្មានដល់នៅចេងចេងតើអ្នកនៅតែអាចឃើញរឿងនេះវត្ថុបុរាណដ៏ស្រស់ស្អាតនៅក្នុងខណ្ឌ PR វាពិតជាកំណត់ណាស់ នេះជាមរតកគ្រួសាររបស់ខ្ញុំ តើវាតម្លៃប៉ុន្មាន10លាន ត្រូវហើយ ធ្វើកិច្ចព្រមព្រៀងខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុដោះស្រាយពេលក្រោយទូរស័ព្ទទៅអ្នក ហ្វេងដងយ៉ាងងាយស្រួល លោកតែងមានអារម្មណ៍មិនល្អទេតើមិនមានច្បាប់ទម្លាប់ទេមិនបានមិនចេះគូទ្វាសុំទោសអ្នកស្រីម្ចាស់មាននរណាម្នាក់មកគ្រួសារស៊ូរបស់យើងដើម្បីបង្កបញ្ហាតើអ្នកណាក្លាហានម្លេះតើអង្គរៈនៅឯណាតើពួកគេធ្វើអ្វីអ្នកដែលមកគឺខ្លាំងមនុស្សយើងមិនអាចបញ្ឈប់គាត់បានទេតើគាត់ជានរណាគាត់បានអះអាងថាជាប្តីរបស់អ្នកគឺជាវយ៉នអ្វីបើចង់បានរឿងភាគបន្តសូមបងប្អូនជួយ follow និង share វីដេអូនេះម្នាក់មួយ